បងប្អូននឹងមិនជឿទៅលើរឿងនេះទេនៅក្នុងទសវត្សរ៍ទី80មានទាហានជើងចាស់ម្នាក់ឈ្មោះអំផាតដែលគាត់ចេះមន្តអាគមគាថាខ្លាំងមែនទែនហើយអំឡុងពេលច្បាំងជាមួយខ្មែរក្រហមគាត់បានជួយជីវិតមិត្តភក្តិគាត់ជាច្រើននាក់ហើយរឿងដែលធ្វើឲ្យគាត់នឹងកាន់តែល្បីល្បាញខ្លាំងនៅក្នុងភូមិពេលដែលគាត់នឹងចូលទៅក្នុងព្រៃជួបព្រាយខ្លាអំឡុងពេលទៅរកកូនអ្នកភូមិម្នាក់ដែលបានបាត់ខ្លួនក្នុងព្រៃអស់ជាច្រើនថ្ងៃមុនចូលទៅដល់សាច់រឿងលម្អិតខ្ញុំសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងនិងជួយចុច Like ចុច Share បើសិនជាបងប្អូនចូលចិត្តស្ដាប់នៅរឿងដែលខ្ញុំនិយាយខ្ញុំនឹងខិតខំរករឿងពិតដែលខ្ញុំបានដឹងយកមកនិយាយបន្តចែកជូនពុកម៉ែបងប្អូនស្ដាប់បន្តទៀតរឿងរ៉ាវអំផាតនេះគឺជារឿងពិត 100% ដើមហេតុដែលខ្ញុំបានស្គាល់អំផាតគឺនៅឆ្នាំ98ខ្ញុំបានចេញពីផ្ទះម៉ែរបស់ខ្ញុំទៅរស់នៅជាមួយនឹងបងប្រុសធំខ្ញុំនៅភូមិស្ដីក្នុងខេត្តបាត់ដំបងពេលដែលខ្ញុំទៅរស់នៅជាមួយនឹងបងប្រុសធំរបស់ខ្ញុំហ្នឹងគាត់ប្រកបមុខរបរពីរទី1ហ្នឹងគឺគាត់ជាអ្នកចម្ការគាត់ដាំក្រូចថ្លុងក្រូចពោធិ៍សាត់និងស្លាហើយទី2នោះគាត់ជាអ្នករស់ស៊ីដែលម៉ៅផ្លែឈើចេកក្រូចអីហ្នឹងគាត់យកទៅលក់នៅឯខេត្តសៀមរាបតែកាលហ្នឹងគឺដឹកតាមទូកទេយើងទៅតាមទូកចេញពីស្ទឹងសកែទៅកាត់ទន្លេសាបទៅខេត្តសៀមរាបអត់មានឡានដឹកតាមផ្លូវគោកអីដូចយើងឥឡូវទេទោះបីដឹកឡានក៏យូរថ្ងៃហើយនឹងខូចរបស់របរហ្នឹងទៀតព្រោះផ្លូវកាលហ្នឹងអត់ស្រួលដូចយើងឥឡូវទេផ្លូវក៏លុកច្រើនមែនទែនអញ្ចឹងគាត់ទៅតាមផ្លូវទឹកហើយកាលហ្នឹងខ្ញុំក៏ធ្លាប់បានទៅច្រើនដងដែរទៅជាមួយគាត់ហ្នឹងពេលដែលយើងម៉ៅចេកម៉ៅក្រូចម៉ៅអីគេបានហ្នឹងគឺដឹកយកទៅលក់នៅខេត្តសៀមរាបហើយពេលដែលចេញពីស្ទឹងសកែទៅយើងដល់ទន្លេសាបហ្នឹងគឺមានថ្ងៃខ្លះអត់ហ៊ានឆ្លងទន្លេចេញទៅទេឲ្យតែមេឃខ្មៅធ្លាក់ខ្យល់ខ្លាំងពីព្រោះរលកធំមែនទែនអញ្ចឹងយើងនៅឯបច្រាំងដល់តែស្អែកឡើងមេឃស្រឡះឬក៏អត់មានខ្យល់ធ្លាក់ទើបយើងហ៊ានបើកកាណូតហ្នឹងដឹកឲ្យវាយវ៉ាន់ហ្នឹងឆ្លងទៅដល់ភ្នំក្រោមហ្នឹងដល់ច្រាំងនៅភ្នំក្រោមហើយបានយើងរកឡានម៉ៅឡើងមកខេត្តសៀមរាបយកបោះឲ្យអ្នកនៅក្នុងផ្សារហ្នឹងគេលក់បន្តទៀតហើយរស់ស៊ីកាលជំនាន់ហ្នឹងបថុយជីវិតណាបងប្អូនអើយព្រោះឲ្យកាត់ទឹកទន្លេហ្នឹងរលកធំមករលកមិនក៏ធ្លាប់មានដែរតែចំពោះខ្ញុំកាលហ្នឹងគឺវាដូចជាអត់បានគិតដល់ចំណុចបថុយជីវិតអីទេវាគិតថាសប្បាយយ៉ាងដែរព្រោះធ្លាប់ជិះទូកជិះឲ្យកាត់ទន្លេកាត់អីឆ្ងាយអញ្ចឹងគឺវាសប្បាយយ៉ាងដែរកាលហ្នឹងខ្ញុំបានទៅរស់នៅជាមួយនឹងបងប្រុសធំរបស់ខ្ញុំហ្នឹងបានរយៈពេល1ឆ្នាំជាងដែរតែថ្ងៃមួយហ្នឹងមិត្តភក្តិខ្ញុំឈ្មោះវាអសុធាហើយអសុធានេះវាត្រូវជាកូនអ៊ំយ៉ាតតែពេលអញ្ចឹងវាមកហៅខ្ញុំហ្នឹងទៅជួយកាត់ផ្លែក្រូចវាក្នុងចំការហ្នឹងពីព្រោះឈ្មួញគេមកម៉ៅហើយចំការក្រូចនៅឯខាងហ្នឹងគឺគេមិនអាចឲ្យឈ្មួញហ្នឹងដើរកាត់ដើរបេះផ្លែតាមខ្លួនឯងទេគឺគេខ្លាចប៉ះពាល់ដល់ដើមនិងប៉ះពាល់ដល់ឫសពីព្រោះក្រូចពោធិ៍សាត់នេះគឺដំណាំមួយដែលពិបាកថែដើមមែនទែនអញ្ចឹងហើយគេមិនអាចឲ្យឈ្មួញដែលមិនចេះកាត់មិនចេះបេះហ្នឹងទៅបេះទៅកាត់ផ្លែទេគេត្រូវរកម្ចាស់ចំការហើយម្ចាស់ចំការហ្នឹងត្រូវរកអ្នកដែលមានបទពិសោធន៍ក្នុងការកាត់ផ្លែបេះផ្លែហ្នឹងផងអញ្ចឹងឈ្មួញអង្គុយចាំតែជ្រេផ្លែទេគឺផ្លែលេខ1លេខ2លេខ3តាមប្រភេទផ្លែផងគេហ្នឹងក្រោយពីជួយកាត់វាបានពេញមួយថ្ងៃហ្នឹងហើយម៉ោងប្រហែលជា5ជាងខ្ញុំក៏លាវាហ្នឹងមកផ្ទះវិញដែរព្រោះវារៀងបលុបហើយក្រូចក៏វាអស់ដែរសល់តែឈ្មួញនេះអង្គុយជ្រេឡើងឡានហ្នឹងទេលុះដល់ស្អែកឡើងហ្នឹងអាសុធាវាក៏បានដើរមកហៅខ្ញុំនៅផ្ទះពេលល្ងាចវាប្រាប់ថាម្ដាយវាហ្នឹងបានរៀបចំបាយទឹកនឹងហៅចាស់ទាំងក្មេងៗដូចខ្ញុំអីដែលបានទៅជួយគាត់ពេលបេះក្រូចក្នុងចការហ្នឹងទៅហូបបាយនៅផ្ទះគាត់បានរៀបចំដុតមាន់ដុតទាអីហ្នឹងដើម្បីហូបជុំគ្នាខ្ញុំក៏បានដើរទៅជាមួយវាទៅហូបបាយនៅផ្ទះវាបានមួយពេលដែរក្រោយពីហូបចប់សពគ្រប់រួចខ្ញុំជាមួយវាហ្នឹងក៏បាននាំគ្នាមកដេករឹងក្បែរផ្ទះហ្នឹងអង្គុយនិយាយគ្នាលេងហើយចាស់វិញគាត់មានអ្នកហូបស្រាតិចតួចទៅហើយនឹងមានអ្នកអង្គុយនិយាយគ្នាលេងមកវងទៅកាលចំនួនហ្នឹងក្រោយពីបាយហើយគឺយើងអត់មានទូរស័ព្ទមកអូសមើល Facebook លេង TikTok អីដូចចំនួនឥឡូវទេគឺមានតែអង្គុយនិយាយគ្នាលេងនិងស្ដាប់ចាស់និយាយពីប្រវត្តិរឿងនេះរឿងនោះឲ្យយើងស្ដាប់ប៉ុណ្្នឹងឯងសំបីតែទូរទស្សន៍ហ្នឹងក៏មិនមានគ្រប់ផ្ទះមើលផងកាលចំនួនហ្នឹងផ្ទះដែលមានទូរទស្សន៍ហ្នឹងគឺផ្ទះអ្នកទូធាហើយដែលមានទូរទស្សន៍មើលបន្ទាប់ពីខ្ញុំនិយាយលេងជាមួយនឹងមិត្តភក្តិខ្ញុំអាសុធានឹងអស់រយៈពេលមួយសន្ទុះដែរគឺឃើញឪពុកវានឹងដើរមកអង្គុយជក់បារីនៅលើគ្រែក្បែរខ្ញុំនឹងក្រោមដើមល្មុនក្រោយមកក៏ឃើញលោកតាម្នាក់គាត់ដើរមកអង្គុយនិយាយលេងជាមួយនឹងប៉ាសុធាអ៊ំយ៉ានហ្នឹងឈ្មោះរបស់គាត់ហ្នឹងគឺលោកតានុន
ហើយលោកតានុននេះផងដែរបើតាមខ្ញុំដឹងកាលពីជំនាន់ហ្នឹងគាត់ជាគ្រូមន្តអាគមម្នាក់ដែលចេះដំពើអាបធ្មប់ព្រាយហ្នឹងហើយខ្មោចចេញខ្មោចចូលហ្នឹងគឺគាត់ខ្លាំងហើយគាត់ខ្លាំងមួយទៀតនោះគឺគាត់ចេះមើលអ្នកដែលបាក់ដៃបាក់ជើងហ្នឹងគឺគាត់ប្រកែគាត់មើលរបៀបគ្រូខ្មែរយើងហ្នឹងហើយតានុននេះផងដែរនៅក្នុងភូមិពីណាក៏ស្រឡាញ់នឹងចូលចិត្តគាត់ដែរដោយសារតែគាត់ហ្នឹងគឺជាមនុស្សម្នាក់ដែលចិត្តបានឲ្យតែអ្នកមកពីឆ្ងាយអ្នកក្នុងភូមិមកពឹងពាក់គាត់អាខាងមន្តអាគមអាខាងបាក់ដៃបាក់ជើងហ្នឹងគឺគាត់តែងតែមើលឲ្យហើយគាត់មិនដែលកំណត់រឿងលុយកាក់នៅពេលដែលគាត់មើលជាទេអ្វីដែលគាត់កំណត់ដាច់ខាតនោះគឺកំណល់គ្រូបាត់ជាយគាត់គឺជែកមួយស្និតទៀនធូបស្លាម្លូគឺត្រូវតែមានក្រោយពីមើលជាហើយជូនសគុណគាត់ប៉ុណ្ណាគឺគាត់យកប៉ុណ្ណឹងគឺគាត់មិនដែលទៅកំណត់នឹងទៀមទាអ្នកដែលមកឲ្យគាត់ជួយឬក៏អ្នកដែលមកឲ្យគាត់មើលនឹងទេពេលដែលតានុនគាត់ដើរមកដល់កន្លែងក្រេអ៊ំយ៉ាតដែលអង្គុយនឹងហើយគាត់ក៏បានសុំបរិយអ៊ំយ៉ាតហ្នឹងមកដើមយកមកមួយជក់ពេលហ្នឹងគឺខ្ញុំដេករឹងក្បែរហ្នឹងជាមួយនឹងមិត្តភ័ក្តិខ្ញុំអាសធាហ្នឹងបន្ទាប់មកតានុនគាត់ក៏បានសួរទៅអ៊ំយ៉ាតពីបញ្ហាក្រូចគាត់ដែលឡើងក្រាស្លឹកអាទឹមដាំថ្មីហ្នឹងហើយនឹងដើមចាស់ខ្លះហ្នឹងវាចាប់ផ្ដើមប្រេះចេញជ័រអញ្ចឹងគេប្រើថ្នាំអីបាត់អញ្ចឹងអ៊ំយ៉ាតគាត់ក៏ប្រាប់ឈ្មោះថ្នាំហើយគាត់ប្រាប់ទាំងកន្លែងទិញហ្នឹងទៅតានុនទៀតបន្ទាប់ពីគាត់បានសួររឿងថ្នាំក្រូចថ្នាំអីនឹងហើយគាត់ក៏បាននិយាយថាមករយៈនេះគាត់អត់បានចូលទៅជាប់ក្នុងចំការគាត់ទេក្រូចឲ្យគាត់ដាំទាំងអាថ្មីទាំងអាចាស់ហ្នឹងមានអាខ្លះងាប់គឺគាត់បដ ாய் ឲ្យតែកូននិងប្រពន្ធគាត់ទៅមើលថែទាំដើមក្រូចឲ្យគាត់ដាំនឹងទេអញ្ចឹងហើយអាខ្លះហ្នឹងក៏ចូលជំងឺដោយសារគាត់រវល់នៅផ្ទះខ្លាំងពេកក្នុងមួយថ្ងៃហ្នឹងគឺមានអ្នកដែលមកពីចម្ងាយហ្នឹងមិនក្រោម3នាក់ទៅ4នាក់ទេដែលមករកគាត់ដើម្បីឲ្យគាត់ជួយហ្នឹងគឺមានទាំងអ្នកមកឲ្យស្រោចទឹកអ្នកមកឲ្យកាត់គ្រោះនិងអ្នកមកឲ្យព្យាបាលជំងឺផងដែរអ៊ំយ៉ាតគាត់ក៏និយាយលេងសើចទៅវិញថាអ្នកដែលមកឲ្យម្អែងជួយពីចងាយហ្នឹងដឹងចំណេះម្អែងមិនតន់អស់ផងអ្នកខ្លះដឹងត្រឹមតែម្អែងចេះតចឹងបាក់ចេះដំពើចេះស្រោចទឹកចេះកាត់គ្រោះប៉ុណ្្នឹងទេបើដូចខ្ញុំនៅជាប់ផ្ទះម្អែងដឹងថាម្អែងចេះស្បែកគង់ទៀតហ្នឹងមិនមែនមកត្រឹមឲ្យម្អែងជួយទេអ្នកខ្លះហ្នឹងមករៀនពីម្អែងទៀតមិនស្រួលហ្នឹងគាត់ក៏និយាយវិញថាអញ្ចឹងហើយជឿរឿងអបិយជំនឿទាំងអស់ហ្នឹងដែររឿងអាបរឿងព្រាយរឿងខ្មោចហ្នឹងហើយរឿងមន្តអាគមផនខ្មែរហ្នឹងហើយជឿដែរហើយជឿថាអាគមហ្នឹងអាចជួយជីវិតមនុស្សបានដែរអ៊ំយ៉ាតគាត់និយាយវិញថាគាត់ជឿពីព្រោះគាត់ធ្លាប់មានមិត្តភ័ក្តិសម្លាញ់ផងគាត់កាលពីគាត់ធ្វើជាទាហានឡើងមកវាយនៅសំឡូតជាមួយខ្មែរក្រហមហ្នឹងបានជួយជីវិតគាត់ហ្នឹងបានម្ដងពេលធ្វើសង្គ្រាមហ្នឹងហើយនឹងជួយជីវិតគាត់ក្រោយចប់សង្គ្រាមនឹងបានម្ដងទៀតដែលនៅក្នុងព្រៃគាត់ក៏បានលើកយកឈ្មោះមិត្តភ័ក្តិគាត់នឹងមកនិយាយគាត់ថាផាតខ្លាំងណាស់វាមានទាំងវត្ថុស័ក្តិសិទ្ធិជាប់ខ្លួនផងវារៀនចេះទាំងអាគមខ្លាំងទៀតតានុនគាត់ក៏បាននិយាយទៀតដែរថាអារឿងវត្ថុស័ក្តិសិទ្ធិនិងមន្តវិជ្ជាអាគមទាំងអស់ហ្នឹងមិនមែនមនុស្សធម្មតាហ្នឹងចេះតែកាន់បានមិនមែនមនុស្សទូទៅហ្នឹងចេះតែរៀនបានទេគឺត្រូវការមនុស្សដែលមានចិត្តនឹងថឹងចិត្តស្មោះត្រង់ហើយស្ដាប់ដំបូលមានគ្រូនិងមុះមុតមិនថាដំណំគ្រូដាក់ទៅឲ្យឬក្បួនតម្រាដែលគ្រូដាក់ឲ្យហ្នឹងទេគឺត្រូវធ្វើឲ្យបានហើយក្រោយពីការរៀនចេះដឹងនឹងទាំងអស់ហើយគឺមិនអាចយកមន្តវិជ្ជាហ្នឹងទៅប្រើលើផ្លូវខុសទេបើមិនអញ្ចឹងថ្ងៃណាមួយវានឹងធ្វើឲ្យខ្លួនឯងអន្តរាយគាត់ក៏បាននិយាយទៀតដែរថាបើសិនជាចង់រៀនខាងវិជ្ជាទាំងអស់ហ្នឹងឬកាន់វត្ថុស័ក្តិសិទ្ធិណាមួយគឺយើងនឹងត្រូវតាំងចិត្តឲ្យមុះមុតក្នុងការតមអ្វីដែលគ្រូដាក់ឲ្យយើងតមដំណំគ្រូដើមដែលគាត់បានផ្ទេរវិជ្ជាទាំងអស់ហ្នឹងឲ្យយើងគាត់ឲ្យយើងតមគាត់ឲ្យយើងធ្វើអីគឺយើងត្រូវធ្វើហ្នឹងឲ្យបានដាច់ខាតបើសិនជាយើងធ្វើមិនបានទេវាស្មើនឹងវិជ្ជាដែលយើងរៀនមកពីគ្រូហ្នឹងវាគ្មានន័យអីទេវាចេះតែប៉ាតណាប៉ាតណីវិញហ្នឹងឯងហើយមួយទៀតវាស្មើនឹងក្បត់គ្រូហើយខ្ញុំក៏សួរគាត់ទៀតថាអញ្ចឹងដើម្បីឲ្យវិជ្ជាដែលយើងរៀនបាននឹងបកែខ្លាំងហើយយើងប្រើទៅស័ក្តិសិទ្ធិយើងត្រូវតមគេខ្លះគាត់ក៏និយាយថារឿងការតមហ្នឹងគឺជាដំណំរបស់គ្រូមួយទេពីគ្រូមុនមកហ្នឹងគេឲ្យតមអីគឺគាត់ដាក់ដំណំនឹងតមកហើយវាក៏មិនដូចគ្នាទាំងអស់ដែរតែអ្វីដែលដូចគ្នាហ្នឹងសំខាន់បំផុតនោះគឺ3ចំណុចធំហ្នឹងដែលយើងត្រូវតែតមដូចគ្នាទាំងអស់ចំពោះអ្នករៀនអាគមហ្នឹងទី1ហ្នឹងគឺមិនអាចប៉ះពាល់ប្រពន្ធកូនគេដាច់ខាតអ្នកដែលគេមានប្តីមានគ្រួសារហ្នឹងគឺមិនអាចប៉ះពាល់ទេគឺយើងប៉ះពាល់ពេលណាអន្តរាយខ្លួនពេលហ្នឹងទី2ហ្នឹងត្រូវនិយាយទៀងត្រង់សច្ចធម៌ទី3ហ្នឹងគឺមិនអាចយកវិជ្ជាដែលរៀនចេះពីគ្រូហ្នឹងមកណាទៅប្រើលើផ្លូវខុសធ្វើបាបអ្នកដទៃផ្ចាញ់ផ្សាលអ្នកដទៃដោយសារខ្លួនឯងចេះឬក៏គេមិនចេះហ្នឹងទៅធ្វើបាបគេទេអាហ្នឹងវាស្មើនឹងទោសមួយដែលចេះពីគ្រូហើយយកទៅបំផ្លាញអ្នកដទៃហើយ
បន្ទាប់ពីតនុនដែលជាគ្រូមន្តអាគមដ៏ខ្លាំងក្នុងភូមិហ្នឹងហើយក៏ជាគ្រូអាគមជើងចាស់មួយដែរគាត់បាននិយាយរៀបរាប់ពីការរៀនអាគមនិងដំណំគ្រូធំៗទាំងអស់រួចហើយអ៊ំយ៉ាតគាត់ក៏បាននិយាយបន្តទៀតថាពេលដែលគាត់បានស្គាល់អំផាតគឺគាត់ស្គាល់នៅក្នុងបទាយមួយក្នុងខេត្តបាត់ដំបងពេលហ្នឹងពួកគាត់នៅកងពលផ្សេងគ្នាទេតែគាត់ត្រូវមេបញ្ជាឲ្យចល័តតបឡើងមកជាមួយកងពលគាត់ទាំងពីរហ្នឹងមកជួបគ្នានៅក្នុងខេត្តបាត់ដំបងដើម្បីរងចាំបទបញ្ជាឡើងទៅឯសំឡូនហ្នឹងហើយពេលហ្នឹងហើយដែលពួកគាត់បានស្គាល់គ្នាក្នុងបទាយខេត្តបាត់ដំបងយើងហ្នឹងហើយបទាយនេះផងដែរគឺស្ថិតនៅក្នុងភូមិរំជែក4ស្រុកស្វាយប៉ោលទល់មុខនឹងពេទ្យអង្គការដ៏ធំមួយគឺពេទ្យ Emergency តែបច្ចុប្បន្នបទាយនេះបានប្រែក្លាយទៅជាអគ្គស្នងការខេត្តបាត់ដំបងហើយពីព្រោះគេបានរៀបចំក្នុងបទាយនឹងឡើងស្អាតហើយគេយកកន្លែងហ្នឹងធ្វើជាអគ្គស្នងការខេត្តបាត់ដំបងចំណែកឯពេទ្យ Emergency នឹងវិញគឺនៅជាពេទ្យដដែលទេប៉ុន្តែមិនដឹងថាជាពេទ្យអង្គការឬក៏ពេទ្យរដ្ឋទេបច្ចុប្បន្នហ្នឹងហើយអ៊ំយ៉ាតគាត់ក៏បាននិយាយបន្តទៀតដែរថាពេលដែលគាត់បានស្គាល់ជាមួយអ៊ំផាតជាមិត្តសម្លាញ់ហ្នឹងគឺពេលហ្នឹងគាត់រស់នៅក្នុងបទាយហ្នឹងបាន2យប់2ថ្ងៃហើយអញ្ចឹងក្នុងបទាយហ្នឹងគេមានរោងធំសម្រាប់ឲ្យពលទាហានចងរឹងសម្រាប់ក្បែរគ្នាហ្នឹងនៅខាងត្បូងគឺមាន3រោងធំហើយនៅខាងជើងនេះវិញគឺមាន2រោងហើយផុតមកព្រំខាងកើតដែលជាប់នឹងដងផនអ្នកភូមិដែលជីកទុកចោលហ្នឹងគឺមានដើមច័ន្ទគិរីដុះជាច្រើនប្រហែលជាជិត20ដើមដែរហើយដើមច័ន្ទគិរីដែលដុះហ្នឹងគឺមិនធំប្រហែលទេប៉ុន្តែផ្លូវដែលអាចចងរឹងបានហើយនឹងមានស្វាយពុំសែនដុះជាប់មាត់ដងហ្នឹងមួយដើមធំហើយដើមស្វាយហ្នឹងគឺអាយុកាលយូរមែនទែនអ៊ំយ៉ាតហ្នឹងក៏បានមូនរឹងមូអីហ្នឹងសំដៅមកកន្លែងព្រៃច័ន្ទគិរីដើម្បីចងរឹងដេកហើយមិនមែនមានតែគាត់ទេមានទាំងអំផាតក្នុងហ្នឹងដែរហើយនឹងអ្នកផ្សេងទៀតប្រហែលជា5ទៅ6នាក់ពីក្រោយគាត់ហ្នឹងអញ្ចឹងវាសរុបទៅប្រហែលជា7ទៅ8នាក់ហ្នឹងឯងពេលហ្នឹងគាត់ក៏ដើរសំដៅមករកកន្លែងចងរឹងសម្រាប់ពួកគាត់សម្រាកហ្នឹងបន្ទាប់ពីពួកគាត់ដើរទៅដល់ព្រៃច័ន្ទគិរីហ្នឹងហើយក៏នាំគ្នាយករឹងហ្នឹងទៅរកទីតាំងដើម្បីចងទុកសម្រាប់យប់រៀងខ្លួនទៅពេលដែលគាត់ចងរឹងហើយហ្នឹងអ្នកខ្លះក៏សម្រាប់លើរឹងហ្នឹងលេងទៅអ្នកខ្លះទៀតក៏មកអង្គុយជក់បរិយនិយាយគ្នាលេងទៅចំណែកអ៊ំផាតជាមួយអ៊ំយ៉ាតនេះក៏បានអង្គុយជក់បរិយនិយាយគ្នាលេងក្បែរហ្នឹងក្រោយពីគាត់សួរនាំគ្នារៀងដឹងចិត្តថ្លើមតិចមកក៏សុំគ្នាធ្វើពួកម៉ាក់រឿងដែលសុំគ្នាធ្វើពួកម៉ាក់នេះគឺអ៊ំយ៉ាទេគាត់ជាអ្នកសុំអ៊ំផាតធ្វើពួកម៉ាក់មុនហើយចំណែកអ៊ំផាតគាត់ក៏មិនមែនជាអ្នកដែលប្រកាន់រឿងច្រើននេះដែរអញ្ចឹងគាត់ក៏យល់ព្រមធ្វើពួកម៉ាក់ជាមួយនឹងអ៊ំយ៉ាហ្នឹងទៅក្រោយពីពួកគាត់បាននិយាយគ្នាលេងនឹងរាប់អានគ្នាជាពួកម៉ាក់ហើយពួកគាត់ក៏បានអង្គុយជក់បរិយម្នាក់ម្ដើមទៀតនិយាយគ្នាលេងបន្តទៀតហ្នឹងពេលដែលគាត់ជក់បរិយចិត្តអស់ម្ដើមហ្នឹងយប់ក៏វារៀងជ្រៅដែរវាចូលម៉ោង7:02ដល់ហើយអញ្ចឹងអ្នកដែលទៅចងរឹងដេកក្នុងព្រៃច័ន្ទគិរីជាមួយគ្នាហ្នឹងអ្នកខ្លះក៏សម្រាកលក់អស់ហើយអញ្ចឹងនៅសល់គាត់2នាក់3នាក់ទេដែលមិនតន់សម្រាកអញ្ចឹងពេលដែលជក់បរិយទៅហើយម្ដើមហ្នឹងអ៊ំយ៉ាតនេះគាត់ក៏សុំអ៊ំផាតឡើងសម្រាកមុនគាត់ថាយប់ហើយគាត់អង្គុយដេកដែរអញ្ចឹងគាត់ឡើងសម្រាកមុនហើយអ៊ំផាតគាត់ក៏មិនបានហាមឃាត់អីដែរគាត់ថាបើងុយឯងឡើងសម្រាកមុនទៅគាត់ជក់បរិយម្ដងទៀតសិនហើយអ៊ំយ៉ាតវិញគាត់ក៏បានឡើងលើរឹងប៉ុនគាត់ហ្នឹងដើម្បីរៀបចំខ្លួនសម្រាកប៉ុន្តែគាត់ឡើងដល់រឹងហ្នឹងហើយគឺគាត់មិនបានសម្រាកលក់ភ្លាមទេគាត់ក៏បាននៅលើរឹងហ្នឹងមួយសន្ទុះដែរក្រោយមកគាត់ក៏អើតាមរឹងហ្នឹងមើលអ៊ំផាតឡើងសម្រាកនៅពេលដែលឃើញអ៊ំផាតជក់បរិយអស់ហើយមិនទាន់បានឡើងសម្រាកហ្នឹងគាត់ក៏បានហៅអ៊ំផាតហ្នឹងមកសម្រាកបន្ទាប់មកគាត់ឃើញអ៊ំផាតហ្នឹងមុននឹងឡើងសម្រាកគឺគាត់បានដើររើសដុំថ្មដាក់ក្នុងដៃរួចហើយគាត់បែរមុខទៅទិសខាងកើតហ្នឹងគាត់ឈរសូត្រនៅមន្តអាគមដែលគាត់ចេះហ្នឹងហើយគាត់យកមកបោះនៅទិសទាំង4រួចបានគាត់ឡើងសម្រាកអ៊ំយ៉ាតគាត់មិនដឹងថាអ៊ំផាតហ្នឹងសូត្រអីឬក៏ធ្វើអីទេគាត់ក៏មិនបានសួរនាំដែរស្អែកឡើងហ្នឹងគាត់ក៏បានទៅសួរអ៊ំផាតគាត់ថាយប់មិញឃើញអ៊ំផាតហ្នឹងដើររើសដុំថ្មឬរើសដុំគ្រួសដាក់ក្នុងដៃហើយឈរសូត្រអ្វីម្យ៉ាងរួចយកមកបោះ4ទិសហ្នឹងហើយបានឡើងដេកគាត់ក៏ថាធ្វើអញ្ចឹងដើម្បីគេហើយអាហ្នឹងគេហៅមន្តអាគមអីដែរពេលហ្នឹងអ៊ំផាតគាត់ក៏មិនបានរៀបរាប់អីច្រើនដែរគាត់និយាយខ្លីៗទេគាត់ថាគាត់គ្រាន់តែសុំកន្លែងគេដេកនិងសុំការពារអ្នកទាំងអស់គ្នាដែលទៅជាមួយគាត់ហ្នឹងឯងសុំសេចក្តីសុខសេចក្តីចម្រើនហើយពិធីដែលគាត់ធ្វើនេះគឺមិនដឹងតែខ្លាំងអីទេគឺគាត់ធ្វើទៅតាមក្បួនដែលគាត់រៀនពីគ្រូនិងពីចាស់ទុំពីមុនមកទេគាត់ក៏និយាយខ្លីៗដើម្បីឲ្យអ៊ំយ៉ាតហ្នឹងដឹងតែប៉ុណ្្នឹងទៅចំណែកតនុនវិញគាត់ក៏ជាគ្រូអាគមជើងចាស់ម្នាក់ដ៏ពូកែដែរអញ្ចឹងបន្ទាប់ពីគាត់បានស្ដាប់អ៊ំយ៉ាតនិយាយពីអ៊ំផាតដែលធ្វើពិធីយកថ្មមកបញ្ចូលអាគមហើយបោះទៅទិសទាំង4ដើម្បីការពារពួកគាត់នៅពេលសម្រាកពេលយប់ហ្នឹង
តនុនគាត់ក៏បាននិយាយបញ្ជាក់កន្លែងនឹងច្បាស់ៗដែរដោយសារតែគាត់បានរៀនសូត្រមកផងហើយគាត់ក៏ជាគ្រូអាគមដ៏ប៉ាកែម្នាក់ដែរអញ្ចឹងគាត់បាននិយាយបញ្ជាក់បន្ថែមទៀតថាពិធីដែលគេយកថ្មមកបញ្ចូលអាគមប្រើប្រាស់ក្នុងការការពារខ្លួនហ្នឹងគឺមានតែពីរប្រភេទទេទី1ហ្នឹងគឺជាព្រានព្រៃដែលគេច្រើនតែប្រើនៅពេលដែលពួកគេហ្នឹងចូលទៅបរបាញ់សត្វនៅក្នុងព្រៃធំៗហ្នឹងមុននឹងគេសម្រាកគេបានយកដុំថ្មឬក៏ដុំដីដែលគេសូនមកជា4ដុំហើយគេសូត្របញ្ចូលអាគមនឹងរួចបានគេបោះទៅទិសធំៗទាំង4ហ្នឹងហើយបានគេរៀបចំកន្លែងសម្រាប់ពួកគេហ្នឹងទៅហើយចំពោះទាហានវិញក៏ដូចគ្នាដែរនៅពេលដែលគេចេះមុនវិជាអាគមទាំងអស់ហ្នឹងពេលដែលគេចេញទៅធ្វើសឹកម្ដងមិនថាចេញពីផ្ទះឬក៏ចេញពីកងពលទេអញ្ចឹងពេលដែលគេសម្រាកក្នុងព្រៃឬក៏កន្លែងភ្នំណាមួយទីតាំងដាច់ស្រយាលណាមួយគឺគេតែងតែយកថ្មឬក៏ដុំដីដែលគេសូនហ្នឹងយកមកបញ្ចូលអាគមហើយបានគេបោះទៅទិសទាំង4ហ្នឹងដើម្បីការពារពួកគេនៅពេលដែលគេសម្រាកពេលយប់ឬក៏ពេលថ្ងៃហ្នឹងគាត់ក៏និយាយបញ្ជាក់បន្ថែមទៀតដែរមូលហេតុដែលគ្រូអាគមឬក៏អ្នកចេះមុនវិជាអាគមទាំងអស់ហ្នឹងគេយកដុំថ្មឬក៏ដីឥដ្ឋដែលគេសូនឲ្យរឹងហ្នឹងយកមកប្រើបញ្ចូលអាគមដើម្បីប្រើប្រាស់ក្នុងការការពារខ្លួនហ្នឹងដោយសារតែដុំថ្មនិងដីឥដ្ឋហ្នឹងវាតំណាងឲ្យភាពរឹងមាំតំណាងឲ្យភាពថិតថេរគង់វង្សយូរអង្វែងរបស់ចក្រវាឡយើងឬក៏របស់ផែនដីដែលយើងរស់នៅហ្នឹងបើនិយាយពីខាងការពារវិញវាគឺជាយ័ន្តមួយដែលគ្មានរូបរាងតែវាអាចការពារនឹងបាន100គុណផងដែរទី1វាអាចការពារពីខ្មាំងសត្រូវមិនឲ្យមើលឃើញនិងមកក្បែរខ្លួនបានទេទី2ហ្នឹងគឺវាអាចការពារខាងអបិយជំនឿឬក៏យើងនិយាយថាការពារខាងផ្លូវងឹតហ្នឹងដូចជាខ្មោចព្រាយបិសាចបលឹងមិនល្អក្នុងព្រៃហ្នឹងបើយើងនិយាយរួមមកវិញគឺបលឹងឧបទ្រពចង្រៃទាំងអស់ហ្នឹងมันអាចមកធ្វើបាបឬក៏មកយាយីនៅពេលដែលពួកគេសម្រាកនឹងបានទេហើយដុំថ្មនិងដុំដីដែលគេបានបញ្ចូលអាគមរួចហ្នឹងវាស្មើនឹងរនាំងការពារដ៏រឹងមាំមួយសម្រាប់ទិសទាំង4ធំៗហ្នឹងអញ្ចឹងហើយបានធ្វើឲ្យអ្នករៀនមុនវិជាអាគមទាំងអស់មិនថាព្រានព្រៃឬក៏ជាទាហានឬក៏គ្រូធំទេនៅពេលដែលពួកគាត់ចេញពីផ្ទះទៅស្នាក់នៅខាងក្រៅតាមព្រៃជ្រៅតាមទីទួលដែលដាច់ពីភូមិពីស្រុកឬតាមចកេះភ្នំអីហ្នឹងគាត់តែងតែរៀបចំធ្វើពិធីការពារខ្លួនផងគាត់តាមបែបអាគមហ្នឹងមុននឹងគាត់ឡើងសម្រាកមិនថាពេលយប់ឬក៏ពេលថ្ងៃទេគឺគាត់តែងតែធ្វើពិធីហ្នឹងដើម្បីការពារខ្លួនពួកគាត់ក្រោយពីតនុនគាត់បាននិយាយពីអ្នករៀនមុនវិជាអាគមគេប្រើមុនអាគមនឹងដើម្បីការពារខ្លួនគេមុនសម្រាកហ្នឹងហើយអ៊ំយ៉ាតគាត់ក៏បាននិយាយតទៀតដែរគាត់ថានៅពេលដែលគាត់ស្គាល់អ៊ំផាតហ្នឹងគឺគាត់ដឹងត្រឹមថាអ៊ំផាតជាអ្នកដែលចេះមុនវិជាតិចតួចទេហើយគាត់ក៏មិនបានជឿទៅលើមុនវិជាទាំងអស់ហ្នឹងដែរសូម្បីតែយន់ឪពុកម្ដាយគាត់ដាក់ជាប់ខ្លួនគាត់ហ្នឹងដែលគូរូបបាត់ដៃបាត់ជើងហ្នឹងក៏គាត់មិនបានតែជឿ 100% ដែរហើយអ្វីដែលធ្វើឲ្យគាត់បានភ្លឺភ្នែកនិងជឿថាវត្ថុស័ក្តិសិទ្ធិអាចជួយជីវិតមនុស្សបានមុនអាគមអាចសង្គ្រោះជីវិតមនុស្សបានហ្នឹងគឺពេលដែលគាត់ត្រូវទទួលបទបញ្ជាឡើងទៅសម្លូតដើម្បីវាយជាមួយនឹងខ្មែរក្រហមហ្នឹងឯងពេលហ្នឹងហើយដែលគាត់ឃើញអ៊ំផាតហ្នឹងត្រូវគ្រាប់ដែលខ្មែរក្រហមបាញ់ត្រូវ2គ្រាប់តែមិនបានស្លាប់ទេគ្រាន់តែដួលអុកគូតនៅក្នុងត្រង់សេហ្នឹងហើយគាត់ចុកមួយសន្ទុះប៉ុណ្្នឹងឯងទើបគាត់ក្រោកមកយកកំភ្លើងហ្នឹងបាញ់តទៅវិញហើយគាត់ក៏បានជួយអ៊ំយ៉ាតនិងមិត្តភក្តិអ៊ំយ៉ាតផ្សេងទៀតហ្នឹងចេញពីត្រង់សេហ្នឹងមកទៀតដោយសារតែត្រង់សេហ្នឹងត្រូវខ្មែរក្រហមហ្នឹងវាយចិញ្ជ្រុំចូលខ្លាំងមែនទែនមានទាំងក្របបេចូលផងមានទាំងក្របផ្លោងចូលផងបើនិយាយពីក្របកំភ្លើងវិញចូលដូចលាជពេលដែលទាហានខ្មែរក្រហមវាយយកឈ្នះលើទាហានពួកគាត់ហើយធ្វើឲ្យទាហានពួកគាត់ហ្នឹងមានកន្លែងខ្លះទប់លេងជាប់ហើយអញ្ចឹងត្រូវសម្រេចដកមកកងពលខាងក្រោយចំណែកអ៊ំយ៉ាតអ៊ំផាតនោះវិញកន្លែងដែលគាត់កំពុងតែទប់ទល់បាញ់ជាមួយនឹងខ្មែរក្រហមហ្នឹងគឺត្រូវខ្មែរក្រហមវាយចិញ្ជ្រុំខ្លាំងមែនទែនហើយពួកគាត់ក៏ទប់ទល់លេងជាប់ដែរអញ្ចឹងពួកគាត់ត្រូវដកមកក្រោយដែរដោយសារតែគ្រាប់ហ្នឹងវាចូលច្រើនពេកនៅកន្លែងដែលគាត់ឈរទប់ទល់ហ្នឹងវាពិបាកក្នុងការរំដោះខ្លួនចេញមកក្រោយអ៊ំផាតគាត់បានទៅបេះស្លឹកឈើចំនួន 5-6 ស្លឹកហ្នឹងហើយគាត់យកមកដាក់ក្នុងដៃរួចគាត់បានសូត្រមុនវិជាអាគមដែលគាត់បានរៀនហ្នឹងហើយគាត់បានយកស្លឹកឈើហ្នឹងមូសៀតនឹងតិចខ្លួនឯងមួយនិងហុចឲ្យអ៊ំយ៉ាតជាមួយអ្នកផ្សេងហ្នឹងសៀតតិចដូចគាត់ដែរហើយសៀតឲ្យជាប់គាត់ប្រាប់ថាមកតាមគាត់ចេញតាមគាត់ដើរផ្លូវណាមកផ្លូវហ្នឹងដើម្បីមកកងពលខាងក្រោយពេលដែលទាហានពួកគាត់នឹងបានដកមកជួបជុំគ្នានៅកងពលខាងក្រោយហើយអ៊ំយ៉ាតគាត់ក៏បានសុំអ៊ំផាតនឹងមើលកន្លែងដែលគាត់ត្រូវគ្រាប់2គ្រាប់ហ្នឹងពីព្រោះគាត់ឃើញអ៊ំផាតនឹងត្រូវគ្រាប់ខ្មែរក្រហមដែលបាញ់ចូលនឹងច្បាស់ណាស់អ
អញ្ចឹងគាត់ចង់ដឹងថាកន្លែងដែលត្រូវគ្រាប់ហ្នឹងវាមានបំបែងឬក្បាលគ្រាប់ឲ្យជាប់លើខ្លួនគាត់អត់ពេលដែលគាត់ដោះអាវមកគឺឃើញតែស្នាមប្រហោងអាវទេហើយចំណែកឯលើខ្លួនរបស់អ៊ំផាតនៅវិញគឺអត់មានក្បាលគ្រាប់ឬបំបែងឲ្យជាប់ទេវាគ្រាន់តែជាប់ពីកន្លែងទេដែលកន្លែងត្រូវគ្រាប់ហ្នឹងវាហើមសាច់មកហើយគាត់ក៏បានឃើញអ៊ំផាតនឹងមានពាក់វត្ថុស័ក្តិសិទ្ធិនឹងជាប់ខ្លួនមាន2ដែរទី1គឺចាយជ្រូកព្រៃដែលមានដុំរះហើយមួយទៀតនោះគឺជាប្រអប់មួយដែលដាក់នៅក្នុងថង់ក្រហមចងជាប់ជាមួយនឹងខ្សែកចាយគាត់នឹងគាត់ក៏បានសួរថាក្នុងប្រអប់ហ្នឹងស្អីគេដែរអ៊ំផាតគាត់ក៏បាននិយាយថាហ្នឹងជាវត្ថុដែលគ្រូគាត់ឲ្យមកយូរហើយវាជាកណ្ដាញញីឈ្មោលកណ្ដាញញីឈ្មោលហ្នឹងវាមានមួយគូអញ្ចឹងគាត់ដាក់ក្នុងត្រឡប់ហ្នឹងមួយដើម្បីចងជាប់ជាមួយខ្សែកគាត់នឹងចាយជ្រូកព្រៃហ្នឹងខ្ញុំក៏បានសួរទៅពួកគាត់ដែរខ្ញុំសួរថាពេលដែលអំផាតហុចស្លឹកឈើឲ្យម្នាក់មួយស្លឹកហើយមូតាមគាត់ញាត់លឹកតិចហ្នឹងវាអាចជួយអ្វីដល់ពួកគាត់ខ្លះបើពួកគាត់កំពុងតែបាញ់គ្នាជាមួយនឹងទាហានខ្មែរក្រហមអញ្ចឹងអ៊ំយ៉ាតគាត់ក៏និយាយវិញថាពេលហ្នឹងគាត់អត់បានគិតថាជួយអីគាត់បានខ្លះទេគាត់គ្រាន់តែជឿជាក់លើអ៊ំផាតដោយសារគាត់ឃើញអ៊ំផាតហ្នឹងត្រូវក្របកាភ្លើងហើយអត់ស្លាប់ហើយមួយទៀតគាត់ក៏បានដឹងថាអ៊ំផាតហ្នឹងចេះមន្តអាគមខ្លះដែរអញ្ចឹងពេលហ្នឹងអ៊ំផាតឲ្យធ្វើអីគឺគាត់ធ្វើហ្នឹងហើយពីព្រោះកន្លែងគាត់ហ្នឹងគឺត្រូវខ្មែរក្រហមវាយខ្ទេចហើយគ្រាប់ក៏ចូលមកច្រើនដែរសូម្បីតែដើរចេញមកហ្នឹងក៏គាត់ដើរតាមអ៊ំផាតមិនឲ្យដាច់ឆ្ងាយដែរពេលដែលខ្ញុំបានសួរទៅអ៊ំយ៉ាតហ្នឹងតានុនគាត់ក៏ស្ដាប់ឮនៅសំណួរហ្នឹងដែរក្រោយពីខ្ញុំសួរចប់ហ្នឹងតានុនគាត់ក៏បានលើកយកសំណួរហ្នឹងមកបញ្យល់និងយកមកបកស្រាយយ៉ាងច្បាស់លាស់ដែរគាត់ថាចំពោះអ្នកដែលចេះមុនវិជ្ជាអាគមនៅពេលដែលគេតល់ច្រកឬក៏គេជួបគ្រោះថ្នាក់ភ្លាមហ្នឹងគឺគេតែងប្រើវិជ្ជាអាគមបិទឬបាំងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅគេហៅថាមុនអាគមបំបាំងកាយអញ្ចឹងមុនអាគមហ្នឹងគេប្រើហ្នឹងក្នុងពេលដែលគេជួបគ្រោះថ្នាក់ភ្លាមឬបញ្ហាតល់ច្រកណាមួយគេប្រើមុនវិជ្ជាហ្នឹងដើម្បីរំដោះខ្លួនគេចេញពីកន្លែងដែលគ្រោះថ្នាក់ហ្នឹងទៅរកកន្លែងដែលសុខសាន្តហើយការប្រើមុនវិជ្ជានេះដែរគឺគេតែងតែយកស្លឹកឈើមកសូត្របញ្ចូលមុនគាថាដែលគេបានរៀនពីគ្រូគេមកហ្នឹងដើម្បីយកមកសៀតនៅលើសក់ឬត្រចៀកពេលដែលគេសៀតស្លឹកឈើហ្នឹងចូលហើយវាធ្វើឲ្យខ្មាំងសត្រូវឬអ្នកជុំវិញខ្លួនគេហ្នឹងមើលអត់ឃើញរាងកាយគេទេអញ្ចឹងវាអាចធ្វើឲ្យគេហ្នឹងងាយស្រួលក្នុងការដើរចេញពីកន្លែងគ្រោះថ្នាក់ទៅកន្លែងដែលសុខសាន្តហ្នឹងអញ្ចឹងហើយទើបពេលដែលជួបគ្រោះថ្នាក់ឬគ្រោះអាសន្នភ្លាមហ្នឹងគេតែងតែប្រើមុនវិជ្ជាបិទឬបាំងហ្នឹងដើម្បីរំដោះខ្លួនគេចេញពីកន្លែងគ្រោះថ្នាក់ហើយចំពោះមុនវិជ្ជានេះដែរតាំងពីបរមបុរាណមកអ្នកចេះក៏មិនសូវមានច្រើនដែរដោយសារតែគ្រូពីបរមបុរាណនិងគ្រូធំគេមិនងាយផ្ទេរវិជ្ជានឹងទៅឲ្យសិស្សគេទេដោយសារតែសិស្សភាគច្រើននៅពេលដែលចេះមកគឺតែងតែដើរផ្លូវខុសដោយសារតែចេះមុនវិជ្ជានឹងហើយអាចយកទៅប្រព្រឹត្តដូចជាអំពើចោរកម្មឬក៏ទៅប្រព្រឹត្តធ្វើបាបកូនស្រីគេធ្វើបាបប្រពន្ធគេអញ្ចឹងហើយគ្រូមិនងាយបរៀនទេវាអាចគ្រោះថ្នាក់ដល់អ្នកដតីខ្លាំងបំផុតដោយសារតែអ្នកប្រើប្រាស់ហ្នឹងប្រើមិនបានល្អហើយអ្នកដែលចេះវិជ្ជាហ្នឹងគឺមានតិចតួចទេពេលដែលតានុនគាត់បានបកស្រាយនិងបញ្យល់ពីអ្នកដែលមានវិជ្ជាអាគមក្នុងខ្លួនហើយគេប្រើវិជ្ជាអាគមហ្នឹងដើម្បីរំដោះខ្លួនគេឬជួយខ្លួនគេពេលដែលជួបគ្រោះថ្នាក់នឹងហើយអំយ៉ាតវិញគាត់ក៏បន្តនិយាយរឿងរ៉ាវជីវិតផងគាត់ដែលគាត់ធ្លាប់បានជួបហ្នឹងគាត់ថាកាលចំនួនគាត់ធ្វើទាហានហើយឡើងទៅច្បាំងគ្នាជាមួយនឹងទាហានខ្មែរក្រហមខាងប៉ែកប៉ៃលិនសំឡូតឡែមនេះគឺវាយមិនងាយឈ្នះទាហានខ្មែរក្រហមទេដោយសារតែទាហានខ្មែរក្រហមខាងប៉ែកហ្នឹងគឺខ្លាំងមែនទែនខ្លាំងទាំងការដឹកនាំក្នុងការប្រយុទ្ធខ្លាំងទាំងភូមិសាស្ត្រជាពិសេសហ្នឹងគឺមិនចេះចាញ់ទឹកចាញ់ដីតែម្ដងអញ្ចឹងហើយធ្វើឲ្យទាហានខាងរាជរដ្ឋាភិបាលរួមទាំងពួកគាត់ដែលទៅច្បាំងជាមួយនឹងទាហានខ្មែរក្រហមហ្នឹងគឺពិបាកក្នុងការយកឈ្នះខ្លាំងមែនទែនបើយើងអាចនិយាយឲ្យស្រួលស្ដាប់ទៅគឺមិនដែលឈ្នះតែម្ដងដោយសារតែខាងខេត្តបៃលិនហ្នឹងគឺមានមេតបដ៏ខ្លាំងក្លាមួយឈ្មោះរបស់គាត់បងប្អូនច្បាស់ជាស្គាល់ហើយរហស្សនាមគាត់វិញគឺអធិរាជចម្បាំងគឺគាត់ច្បាំងមិនដែលចាញ់ម្ដងទេមិនថាជាមួយនឹងទាហានរាជរដ្ឋាភិបាលឬជាមួយទាហានថៃឬសៀមឯងបើនិយាយរឿងថៃរឿងសៀមហ្នឹងវិញគ្រាន់តែឮឈ្មោះហ្នឹងក៏មិនហ៊ានមើលមុខក៏មិនហ៊ានមកក្បែរដែរពីព្រោះគាត់នឹងពូកែក្នុងការបញ្ជាទ័ពក្នុងការផ្ដល់យុទ្ធសាស្ត្រចម្បាំងនឹងខ្លាំងមែនទែនអញ្ចឹងហើយបានធ្វើឲ្យថៃឲ្យសៀមបែកខាងហ្នឹងគឺមិនហ៊ានទេ
ចំពោះខេត្តបៃលិននេះវិញបើនិយាយរឿងថៃរឿងសៀមនឹងវិញគឺពួកវាមិនដែលមករញ៉េរញ៉ៃនៅក្បែរព្រំប្រទល់នឹងទេដោយសារតែពួកវាដឹងច្បាស់ថាកន្លែងហ្នឹងពីណាអ្នកកាន់កាប់ហើយខ្មោចទាហានពួកវាពីមុនហ្នឹងក៏សល់នឹងច្រើនដែរបើនិយាយរឿងឆ្អឹងវិញក៏ច្រើនដែរអញ្ចឹងហើយវាមិនដែលមកក្បែរអញ៉េអញ៉ៃទេតាំងពីមុនរហូតបច្ចុប្បន្នហ្នឹងចំពោះការបញ្ឈប់ភ្លើងសង្គ្រាមរវាងខ្មែរនិងខ្មែរឬទាហានរាជរដ្ឋាភិបាលជាមួយនឹងទាហានខ្មែរក្រហមហ្នឹងគឺប្រមុខថ្នាក់ដឹកនាំកម្ពុជារបស់រាជរដ្ឋាភិបាលនឹងរកវិធីសាស្ត្រមួយដើម្បីបញ្ឈប់ភ្លើងសង្គ្រាមនឹងដោយសន្តិវិធីពេលហ្នឹងប្រមុខថ្នាក់ដឹកនាំធំរបស់រាជរដ្ឋាភិបាលបានបើកផ្លូវដើម្បីឲ្យប្រមុខថ្នាក់ដឹកនាំរបស់ទាហានខ្មែរក្រហមនឹងចូលមកចរចាហើយក្នុងការចរចាហ្នឹងគឺដើម្បីបញ្ឈប់សង្គ្រាមហើយចាប់ដៃគ្នាកសាងប្រទេសឲ្យបានជឿនលឿនទៅមុខដូចគេពេលហ្នឹងទាហានខ្មែរក្រហមនិងថ្នាក់ដឹកនាំរបស់ទាហានខ្មែរក្រហមទាំងអស់ហ្នឹងគាត់បានយល់ព្រមក្នុងការស្នើសុំបញ្ឈប់ភ្លើងសង្គ្រាមដោយសន្តិវិធីហ្នឹងអញ្ចឹងហើយបានធ្វើឲ្យពួកគាត់ហ្នឹងចាប់ដៃគ្នាដើម្បីកសាងប្រទេសហ្នឹងឲ្យបានជឿនលឿនទៅដោយប្រទេសជិតខាងដែរបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំហើយមករួមរស់ឬមកចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងប្រទេសសាជាថ្មីហ្នឹងបានធ្វើឲ្យកូនទាហានមិនថាកូនទាហានរាជរដ្ឋាភិបាលឬកូនទាហានខាងខ្មែរក្រហមទេគឺពួកគាត់នឹងសប្បាយចិត្តខ្លាំងមែនទែនដោយសារតែពួកគាត់លែងបានកាន់កំភ្លើងបាញ់គ្នាឯងទៀតហើយឬក៏កាន់កំភ្លើងនឹងបាញ់ជាតិសាសន៍ឯងទៀតហើយអញ្ចឹងពួកគាត់សប្បាយចិត្តខ្លាំងមែនទែនចំណែកឯអ៊ំយ៉ាតជាមួយនឹងអ៊ំផាតពួកគាត់ក៏បានបែកគ្នាមួយរយៈធំដែរក្រោយពីបញ្ចប់សង្គ្រាមហ្នឹងដោយសារតែពួកគាត់បានទៅរស់នៅជុំគ្រួសារនឹងឪពុកម្ដាយហ្នឹងរៀងៗខ្លួនពេលហ្នឹងអ៊ំយ៉ាតគាត់បានទៅរស់នៅជាមួយម្ដាយឪពុកគាត់ក្នុងស្រុកកំណើតគាត់ហ្នឹងគឺខេត្តកំពង់ធំហើយចំណែកឯអ៊ំផាតគាត់បានទៅរស់នៅជាមួយនឹងម្ដាយឪពុកគាត់ដូចគ្នាគឺនៅខាងបឹងទលេសាបហើយអ៊ំផាតគាត់បានទៅរស់នៅបឹងទលេសាបហ្នឹងបានមួយរយៈធំទេដោយសារតែឪពុករបស់គាត់ហ្នឹងបានស្លាប់ក្រោយពីឪពុកគាត់ស្លាប់ហ្នឹងគាត់ក៏លែងរស់នៅទីនឹងបន្តទៀតដែរគឺគាត់បាននាំម្ដាយផងគាត់ហ្នឹងមករស់នៅខាងប៉ែកឦសានវិញគឺខាងខេត្តរតនគិរីយើងហ្នឹងឯងពេលដែលគាត់ទៅដល់ខេត្តរតនគិរីហ្នឹងគឺក្នុងអំឡុងឆ្នាំ8ជាងហើយក្នុងឆ្នាំ8ជាងហ្នឹងប្រជាជនរត់ទៅរស់នៅក្នុងខេត្តរតនគិរីហ្នឹងក៏ច្រើនដែរដោយសារតែរបបខ្មែរក្រហមបានដួលរលំហើយតំបន់ខាងនោះក៏សម្បូរដីធំនិងសម្បូរព្រៃច្រើនដែរអញ្ចឹងប្រជាជនដែលទៅរស់នៅខាងខេត្តហ្នឹងភាគច្រើនគេទៅចាប់ដីគេកាប់ព្រៃហើយគេយកដីហ្នឹងមកធ្វើស្រែចម្ការហើយចំណែកឯអំផាតវិញគាត់ទៅហ្នឹងក៏ទៅចាប់ដីនឹងគេដែរតែក្រោយពីគាត់ទៅរស់នៅនឹងបានមួយរយៈធំមកគាត់ក៏មានដីស្រែដីចម្ការផ្ទាល់ខ្លួនផងគាត់ហ្នឹងខ្លះដែរហើយនិយាយរួមទៅក្នុងខេត្តរតនគិរីខាងប៉ែកឦសាននេះពីមុនគឺជាតំបន់មួយដែលសម្បូរព្រៃច្រើនមែនទែនកាលពីឆ្នាំ79ចប់ពីខ្មែរក្រហមរហូតដល់90ហ្នឹងគឺមិនទាន់មានឈ្មោះជាព្រៃអ្វីទេតែក្នុងអំឡុងឆ្នាំ93 94នេះបានរាជរដ្ឋាភិបាលហ្នឹងដាក់ឈ្មោះព្រៃហ្នឹងទៅជាឧទ្យានជាតិវីរៈជ័យហើយឧទ្យានជាតិវីរៈជ័យនេះផងដែរគឺជាព្រៃដែលធំជាងគេខាងប៉ែកឦសានហ្នឹងឯងតាំងពីមុនរហូតដល់បច្ចុប្បន្នហ្នឹងប៉ុន្តែបច្ចុប្បន្ននេះក៏រងផលប៉ះពាល់នៅការបំផ្លិចបំផ្លាញនឹងក៏ច្រើនដែរក្រោយពីពួកគាត់បានបែកគ្នាមួយរយៈធំមកថ្ងៃមួយហ្នឹងអ៊ំយ៉ាតគាត់ក៏បានតាក់ទងមកអ៊ំផាតនៅខាងកំពង់ធំហ្នឹងដើម្បីហៅអ៊ំផាតហ្នឹងឡើងទៅលេងគាត់ទៅលេងចំការគាត់នៅខាងរតនគិរីហ្នឹងហើយគាត់ក៏បានប្រាប់ទៅអ៊ំយ៉ាតវិញដែរគាត់ថាឡើងមកដេកលេងមួយគាត់ហ្នឹងហើយចាំទៅបាញ់សត្វព្រោះសត្វសម្បូរដែរខែហ្នឹងពេលហ្នឹងអ៊ំយ៉ាតអានេះវិញឮតែបាញ់សត្វគឺគាត់ចង់ទៅហើយម្យ៉ាងទៀតគាត់នឹករលឹកអ៊ំផាតផងដោយសារតែការបែកគ្នាពីទាហាននឹងមកវាយូរដែរហើយអញ្ចឹងគាត់ចង់ទៅលេងអ៊ំផាតដែរនៅពេលដែលគាត់ទៅលេងអ៊ំផាតហ្នឹងគាត់គិតថាទៅលេង 3-4 ថ្ងៃឬក៏សម្រាប់ 3-4 យប់អីគាត់មកវិញហើយពេលដែលគាត់ទៅដល់ហ្នឹងគឺគាត់អត់បាននៅ 3-4 ថ្ងៃឬ 3-4 យប់ហ្នឹងទេគឺគាត់បានរស់នៅជាមួយអ៊ំផាតហ្នឹងជិតមួយខែខ្វះតែប្រហែលថ្ងៃទៀតគឺពេញមួយខែហើយក្នុងការរស់នៅជាមួយអ៊ំផាតនៅក្នុងព្រៃឬក៏នៅខេត្តរតនគិរីហ្នឹងបានធ្វើឲ្យគាត់នឹងបានជួបរឿងដ៏ព្រឺព្រួចមួយវិសតែនឹងបាត់បង់ជីវិតទាំងគាត់ទាំងអ៊ំផាតក្នុងរយៈពេលដែលគាត់រស់នៅជាមួយអ៊ំផាតហ្នឹងបានធ្វើឲ្យគាត់នឹងជួបរឿងដែលគាត់នឹកស្មានមិនដល់នឹងច្រើនមែនទែនហើយរឿងអបិយជំនឿរឿងខ្មោចរឿងព្រាយនេះគឺគាត់បានជួបហើយ
រឿងទាំងអស់ដែលកើតឡើងហ្នឹងបានធ្វើឲ្យគាត់នឹងជឿថាលើពិភពលោកនេះពិតជាមានព្រលឹងខ្មោចមានព្រាយខ្លាមានព្រាយជ្រូកនិងមានអាបមែនដោយសារតែគាត់រស់នៅជាមួយអំផាតហ្នឹងបានដឹងរឿងច្រើនណាស់ពីព្រោះអំផាតនៅក្នុងភូមិហ្នឹងគាត់ដូចជាចាស់ទុំមួយដ៏ខ្លាំងយ៉ាងនៅក្នុងភូមិហ្នឹងហើយប្រជាជននិងអ្នកភូមិតែងតែស្រឡាញ់រាប់អានគាត់មិនថាមានបញ្ហាអីគេតែងតែមករកគាត់ហ្នឹងឲ្យជួយទាំងផ្លូវមន្តអាគមទាំងខាងមើលជំងឺអញ្ចឹងហើយបានធ្វើឲ្យគាត់រស់នៅទីនោះដូចជាមេភូមិមួយអញ្ចឹងដោយសារតែគាត់ជួយអ្នកភូមិហ្នឹងមិនត្រូវការផលប្រយោជន៍ឬសំណងអីតបស្នងមកគាត់វិញទេគាត់ជួយជាញឹកញាប់ជាងគេនោះគឺខាងហូបចុកឲ្យតែអ្នកក្នុងភូមិនិងអ្នកណាក្រខ្សត់អញ្ចឹងនៅពេលដែលគាត់ចូលទៅបរបាញ់សត្វបានគាត់តែងតែហៅផ្ទះហ្នឹងមកយកសាច់សត្វហ្នឹងទៅហូបហើយសល់ប្រមាណគាត់ទុកសម្រាប់ហូបខ្លួនគាត់និងគាត់លក់ឲ្យអ្នកក្នុងភូមិអញ្ចឹងហើយបានធ្វើឲ្យអ្នករស់នៅក្នុងភូមិមិនថាចាស់មិនថាក្មេងទេតែងតែគោរពនិងស្រឡាញ់គាត់ខ្លាំងមែនទែនដោយសារតែគាត់នឹងជាមនុស្សចិត្តល្អផងក៏ជាអ្នកជួយយកអាសាអ្នកក្នុងភូមិនឹងដែរហើយរឿងអ្វីដែលគាត់ជួយគឺគាត់ជួយចេញពីចិត្តដោយមិនគិតពីប្រយោជន៍អ្វីទាំងអស់ថ្ងៃមួយហ្នឹងនៅក្នុងភូមិក៏មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដែរដោយសារតែព្រលឹងខ្មោចហ្នឹងចូលសន្ធិដ្ឋកូនតាយានជាមួយយាយនីដែលគាត់រស់នៅចុងភូមិនោះហើយតាយានយាយនីនេះផងដែរគាត់គឺជាអ្នកក្រខ្សត់ទេយាយនីក៏បានប្រាប់ឲ្យតាយាននឹងរត់មកហៅអំផាតនៅផ្ទះនេះដើម្បីទៅជួយកូនគាត់ពីព្រោះអំផាតពីណាក៏ដឹងថាគាត់ជាគ្រូអាគមដែរពេលហ្នឹងតាយានបានរត់មកហៅអំផាតនៅផ្ទះហ្នឹងដើម្បីទៅជួយកូនគាត់អំផាតគាត់ក៏បានចាំយូរដែរក្រោយពីដឹងសាច់រឿងនឹងហើយគាត់ក៏រៀបចំខ្លួនចេញទៅជាមួយអំយ៉ាតហ្នឹងគ្រាន់តែអំផាតគាត់ចូលទៅដល់ផ្ទះភ្លាមគឺអត់ទាន់បានរៀបចំធ្វើពិធីទេគឺត្រូវបលឹងខ្មោចដែលចូលសន្តិដ្ឋក្នុងរូបហ្នឹងច្អល់មុខគាត់ហើយនិយាយទៅគាត់តែម្ដងថាឯមកហ្នឹងមកធ្វើអីហើយឯមកហ្នឹងឯមកចង់លេងជាមួយអញមែនពេលហ្នឹងអំផាតគាត់អត់បានតបតអីទេគាត់គ្រាន់តែនិយាយមួយម៉ាត់ទៅវិញទេគាត់ថានៅឲ្យស្ងៀមសិនចង់និយាយអីចាំនិយាយជាមួយគាត់ពេលដែលគាត់ចូលទៅដល់ក្នុងផ្ទះគាត់ក៏បានសួរនាំទៅភ្លាមៗដែរគាត់ថាតើមកហ្នឹងមកក្នុងន័យអីហើយមកពីខាងណាវិញបើមិនធ្វើបាបអ្នកភូមិឬសម្បកខ្លួននឹងទេចង់បានអីគាត់នឹងរៀបចំសែនឲ្យប្រាប់គាត់មកគាត់អត់ធ្វើបាបទេឲ្យតែចេញទៅវិញស្រួលគាត់នឹងរៀបចំសែនឲ្យគ្រាន់តែគាត់និយាយចប់ពលឹងខ្មោចដែលនៅក្នុងរូបរាងកាយនឹងបាននិយាយមកគាត់ទៀតថាគេមកហ្នឹងគឺមិនមែនមកដោយចិត្តឯងទេគឺត្រូវម្ចាស់គេនឹងប្រើមកទេអំផាតក៏បានសួរទៅវិញភ្លាមៗដែរគាត់សួរថាតើម្ចាស់របស់អ្នកឯងហ្នឹងនៅណាហើយជាអ្នកណាពេលហ្នឹងក៏បានឆ្លើយមកអំផាតថាម្ចាស់របស់គេគឺរស់នៅក្នុងព្រៃជ្រៅហ្នឹងឯងហើយមានឫទ្ធិអំណាចណាស់គេមិនអាចមិនធ្វើការងារដែលម្ចាស់គេនឹងប្រើបានទេហើយម្ចាស់គេប្រើមកនេះគឺប្រើឲ្យមកយកអ្នកភូមិហ្នឹងម្នាក់ក៏បានពីរនាក់ក៏បានដែរដើម្បីឲ្យម្ចាស់គេនឹងប្រើបន្តព្រោះម្ចាស់គេខ្វះបរិវារប្រើពេលហ្នឹងអំផាតគាត់ក៏និយាយទៅវិញថាមិនអាចយកអ្នកណាម្នាក់ពីក្នុងភូមិនឹងបានទេបើគាត់នៅនឹងហើយគឺមិនអាចមកយកបានទេហើយឆាប់ចេញពីរាងកាយរបស់គេនឹងទៅដោយសារតែយើងរស់នៅក្នុងពិភពផ្សេងគ្នាអញ្ចឹងកុំមកធ្វើបាបគ្នាហើយមកចូលក្នុងខ្លួនគេនេះដើម្បីនាំយកទៅឲ្យម្ចាស់នឹងមែនត្រូវហើយដោយសារតែគេឃើញក្មេងហ្នឹងគឺដួងវិញ្ញាណនិងដួងព្រលឹងហ្នឹងខ្សោយអញ្ចឹងហើយបានគេចូលបានអញ្ចឹងគេចូលបានតែអ្នកណាដែលមានយអ៊ុនធ្លាក់ឬដួងព្រលឹងខ្សោយឯងពីព្រោះក្នុងភូមិហ្នឹងគេមើលទៅអត់មានអ្នកណាល្អជាងម្នាក់ហ្នឹងឯងពេលហ្នឹងអំផាតគាត់និយាយវិញថាចំពោះអ្នកក្នុងភូមិនេះមួយគឺគាត់មិនឲ្យយកអ្នកណាម្នាក់ទៅទេឆាប់ចេញពីរាងកាយផងគេនឹងទៅបើមិនចង់ឈឺខ្លួនឬមិនចង់ពិបាកខ្លួនពេលហ្នឹងពលឹងខ្មោចដែលនៅក្នុងខ្លួនហ្នឹងបានឈោកសម្លក់អំផាតហើយបាននិយាយមកទៀតថាគេមិនចេញទេលុះត្រាតែគេនឹងរោគមនុស្សដើម្បីឲ្យម្ចាស់គេប្រើបានទៅគេចេញហើយក្នុងភូមិហ្នឹងគឺមានតែម្នាក់ហ្នឹងទេដែលគេអាចចូលសន្ធិដ្ឋលើរាងកាយហ្នឹងបានអញ្ចឹងគេមិនចេញទេនិយាយគ្នាចប់ភ្លាមអំយ៉ាតគាត់អត់មានទុកយូរទេគឺគាត់បានរៀបចំធ្វើពិធីដើម្បីបណ្ដេញពលឹងហ្នឹងឲ្យចេញពីខ្លួនមនុស្សទៅវិញពេលដែលគាត់រៀបចំធ្វើពិធីបណ្ដេញពលឹងខ្មោចហ្នឹងបានសម្រេចហើយគាត់ក៏ធ្វើពិធីដើម្បីការពារផ្ទះហ្នឹងដែរគឺគាត់បានរើសដុំថ្មមកចំនួន4ដុំរួចគាត់សូត្របញ្ចូលមន្តគាថាការពារផងគាត់ហ្នឹងហើយគាត់យកទៅបោះជុំវិញផ្ទះហ្នឹងទាំង4ទិសធំៗហ្នឹងពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់ក៏ហៅតាយ៉ានឲ្យមកជាមួយដែរដើម្បីមកយកខ្សែកថាហ្នឹងទៅឲ្យកូនតាយ៉ានពាក់សិនពីព្រោះវាយប់ហើយអញ្ចឹងចាំស្អែកឡើងឲ្យតាយ៉ានហ្នឹងនាំកូនមកជួបគាត់ដើម្បីគាត់ធ្វើពិធីលើករាសីឲ្យនិងបំពាក់ខ្សែចង្កេះឲ្យ
ពេលហ្នឹងតាយ៉ានក៏បានដើរមកជាមួយអំផាតហ្នឹងប៉ុន្តែដើរមកតាមផ្លូវហ្នឹងអំផាតក៏បាននិយាយបញ្ជាក់ទៀតដែរគាត់ថាមិនត្រូវទុកកូនឲ្យនៅតែឯងទេដាច់ខាតត្រូវមានគ្នានៅមើលពីព្រោះជោគជតារាសីនិងដួងព្រលឹងហ្នឹងគឺចុះខ្សោយខ្លាំងមែនទែនដូច្នេះហើយมันអាចបដ ாய் នៅតែឯងបានទេវាអាចធ្វើឲ្យពួកអមនុស្សឬព្រលឹងខ្មោចហ្នឹងវាចូលមកគ្រប់គ្រងលើរាងកាយនាំយើងទៅសម្លាប់ខ្លួនបានគ្រប់ពេលនៅពេលដែលវាចង់បានយើងទៅហ្នឹងអញ្ចឹងហើយត្រូវមើលកូនឲ្យឆ្លងផុតយប់ហ្នឹងចាំស្អែកចាំនាំមកជួបគាត់គឺលែងមានបញ្ហាអីហើយលុះដល់ស្អែកឡើងហ្នឹងតាយ៉ានក៏បាននាំកូនយកទៅជួបអំផាតគាត់ក៏បានធ្វើសាយចកេះឲ្យពាក់ការពារខ្លួននិងស្រោចទឹកលើករាសីឲ្យបន្ទាប់ពីថ្ងៃហ្នឹងមកគឺកូនតាយ៉ានលែងមានបញ្ហាអីកើតឡើងទៀតហើយគឺបានសុខសប្បាយរហូតមកចំពោះអ៊ំយ៉ាតពេលដែលគាត់ឃើញហេតុការណ៍ហ្នឹងគាត់គិតថាវាជារឿងថ្មីមួយក្នុងជីវិតគាត់ដោយសារតែគាត់មិនធ្លាប់បានឃើញធ្លាប់តែបានឮនៅពេលហ្នឹងគាត់បានឃើញមនុស្សនិងខ្មោចហ្នឹងឈរនិយាយគ្នាយ៉ាងច្បាស់នឹងភ្នែកគាត់ហ្នឹងដោយសារតែអំផាតក៏បានសួរទៅព្រលឹងខ្មោចហ្នឹងហើយអ៊ំយ៉ាតគាត់ឈរនៅហ្នឹងទៀតអញ្ចឹងគាត់ថាលើលោកនេះពិតជាមានព្រលឹងខ្មោចព្រាយបិសាចមែនអ្នកណាមិនជឿគាត់ជឿហើយរឿងព្រលឹងខ្មោចព្រាយបិសាចនេះអ្នកដែលមិនចង់ឃើញហ្នឹងតែងតែចង់ឃើញចង់ជួបហើយចំពោះអ្នកដែលឃើញនឹងជួបហើយតែងតែស្បត់មិនចង់ឃើញមិនចង់ជួបទេពេលហ្នឹងខ្ញុំក៏បានលើកជាសំណួរសួរទៅតនុនដែរដោយសារតែអ៊ំយ៉ាតគាត់បាននិយាយតាក់ទងនឹងព្រលឹងខ្មោចនិងពួកអមនុស្សហ្នឹងអាចចូលក្នុងខ្លួនយើងបានឬក៏រូបរាងកាយរបស់មនុស្សយើងហ្នឹងខ្ញុំបានសួរទៅគាត់ថាតើធ្វើម៉េចដើម្បីការពារកុំឲ្យព្រលឹងខ្មោចឬពួកអមនុស្សហ្នឹងមកក្បែរខ្លួនយើងបានហើយយើងដឹងដោយរបៀបណាថាពួកហ្នឹងចង់ចូលក្នុងខ្លួនយើងហើយបើចំពោះខ្លួនយើងនេះនៅពេលដែលពួកនឹងចូលហើយឬក៏ព្រលឹងខ្មោចឯនឹងចូលហើយខុសពីគ្រូមន្តអាគមតើមានអ្នកណាដែលអាចជួយបដិញព្រលឹងខ្មោចឬពួកអមនុស្សនឹងចេញពីរូបរាងកាយយើងវិញបានគាត់ក៏បានឆ្លើយមកវិញថាមនុស្សយើងដែលខ្មោចឬក៏អមនុស្សនឹងអាចមកក្បែរខ្លួនបានហ្នឹងវាមានពីរយ៉ាងទី1ហ្នឹងគឺរាសីយើងវាស្រុតចុះខ្លាំងទី2ហ្នឹងគឺដួងកែវឬដួងព្រលឹងយើងហ្នឹងវាចុះខ្សោយហើយរឿងដួងកែវដួងព្រលឹងនេះដែរវាប្រៀបដូចជាព្រះមួយអង្គដែលនៅក្នុងខ្លួនមនុស្សយើងម្នាក់ៗហ្នឹងនៅពេលដែលចុះខ្សោយយអ៊ុនយើងចុះទៀតអញ្ចឹងវាធ្វើឲ្យពួកអមនុស្សហ្នឹងងាយនឹងមកក្បែរយើងបានហើយងាយនឹងទាញយើងហ្នឹងទៅផ្លូវអន្តរាយទៀតវាអាចធ្វើឲ្យយើងហ្នឹងរហូតដល់បាត់បង់ជីវិតក៏មានដែរបើសិនជាយើងមិនប្រយ័ត្នខ្លួនឬក៏មិនបានដឹងត្រៀមទុកមុនហ្នឹងគាត់ក៏បាននិយាយបន្តទៀតដែរថាវិធីការពារកុំឲ្យពួកអមនុស្សឬក៏ព្រលឹងមិនល្អខ្មោចព្រាយបិសាចនឹងមកក្បែរខ្លួនយើងបានហ្នឹងគឺមានទី1គេធ្វើបែបព្រះពុទ្ធសាសនាបែបព្រះពុទ្ធសាសនានេះគឺគេត្រូវអញ្ជើញលោកអាចារ្យនិមន្តព្រះសង្ឃដើម្បីមកធ្វើពិធីកាត់គ្រោះក្រោយពីគេធ្វើពិធីកាត់គ្រោះរួចគេនឹងធ្វើពិធីលើករាសីទី2នោះគឺធ្វើបែបតាមព្រហ្មញ្ញសាសនាគឺគេត្រូវទៅរកគ្រូអាគមដែលប៉ាកែហើយចេះច្បាស់លាស់ម្នាក់ដើម្បីស្រោចទឹកកាត់គ្រោះរួចគេស្រោចទឹកលើករាសីពេលខ្លះគេធ្វើទាំងខ្សែចង្កេះហ្នឹងដើម្បីពាក់ការពារខ្លួនផងនិងមានយ័ន្តចាប់ខ្លួនគេខ្លះផងអញ្ចឹងហើយបានធ្វើឲ្យពួកអមនុស្សទាំងអស់ហ្នឹងมันអាចមកក្បែរខ្លួនគេបាននៅពេលដែលយអ៊ុនគេធ្លាក់ឬក៏ដួងព្រលឹងគេខ្សោយហ្នឹងហើយជំនឿនេះដែរគឺវាកើតឡើងតាំងពីបុរមបុរាណមកហើយចំពោះបាលីឬមន្តគាថាដែលអាចជួយសង្គ្រោះមនុស្សពេលដែលខ្មោចចូលឬវិញ្ញាណអាក្រក់ចូលក្នុងខ្លួននឹងបានគឺបែងចែកទៅជាពីរប្រភេទដែរទី1ហ្នឹងគឺបែបព្រះពុទ្ធសាសនាបែបព្រះពុទ្ធសាសនាគេតែងតែអញ្ជើញលោកអាចារ្យនិមន្តព្រះសង្ឃហ្នឹងដើម្បីយកមករៀបចំធ្វើពិធីដេញព្រលឹងខ្មោចដែលនៅក្នុងរាងកាយរបស់មនុស្សឬវិញ្ញាណមិនល្អហ្នឹងចេញហើយចំពោះព្រះសង្ឃនិងអាចារ្យពេលដែលគាត់ប្រើបាលីហ្នឹងគឺគាត់ប្រើបាលីបែបព្រះពុទ្ធសាសនាទេដូចជាមេបាលីខ្លាំងៗអីហ្នឹងគាត់យកមកប្រើក្នុងការធ្វើពិធីហ្នឹងហើយចំណែកទី2វិញហ្នឹងគឺបែបព្រហ្មញ្ញសាសនាបែបព្រហ្មញ្ញសាសនានេះដែរគាត់ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរគាត់ថាมันអាចយកគ្រូណាឬក៏គោលការណ៍កន្លែងណាមួយមកកំណត់ថាធ្វើបែបនេះត្រូវធ្វើបែបនេះមិនត្រូវទេចំពោះព្រហ្មញ្ញសាសនាគឺគាត់តែងតែចេះរៀនមកតាមរបៀបគ្រូដើមផងគាត់ហ្នឹងផ្សេងគ្នារៀងខ្លួនមិនថាដំណំការរៀនសូត្រនិងការប្រើប្រាស់ទេប៉ុន្តែពួកគាត់ទាំងអស់ដែលចេះមុនវិជ្ជាអាគមហ្នឹងគឺគាត់អាចជួយមនុស្សបានគាត់ប្រើការទៅគឺមានប្រសិទ្ធភាពផងគាត់ប៉ុន្តែយើងមិនអាចនិយាយថាគ្រូនេះខ្លាំងគ្រូនេះខ្សោយគ្រូនេះប៉ាកែគ្រូនេះអន់ទេ
អញ្ចឹងវាខុសពីពុទ្ធសាសនាយើងអាចកំណត់បានដោយសារតែព្រះសង្ឃជាមួយនឹងអាចារ្យគឺគាត់យកមេបាលីធំរបស់ព្រះពុទ្ធនឹងមកប្រើទេក្នុងការធ្វើពិធីហ្នឹងអញ្ចឹងយើងអាចកំណត់បានតែចំពោះព្រហ្មញ្ញយើងមិនអាចកំណត់បានទេពីព្រោះគ្រូនិងអ្នកចេះហ្នឹងវាច្រើនហើយការចេះដឹងហ្នឹងគឺមិនមែនទៅផ្លូវតែមួយផងផ្លូវផ្សេងគ្នាបន្ទាប់ពីតានុនគាត់បាននិយាយបញ្យលក្នុងការពារខ្លួនអំពីខ្មោចចេញខ្មោចចូលឬអមនុស្សមកក្បែរខ្លួននឹងហើយអ៊ំយ៉ាតគាត់ក៏បាននិយាយរឿងជីវិតគាត់បន្តទៀតដែរគាត់ថាថ្ងៃមួយគាត់បានចេញពីភូមិជាមួយអ៊ំផាតនឹងដើម្បីចូលព្រៃធំបរបាញ់សត្វពេលដែលពួកគាត់ចេញដំណើរពីភូមិម៉ោង2ជាងហើយអញ្ចឹងគាត់ទៅដល់មាត់ច្រកព្រៃហ្នឹងប្រហែលជាម៉ោង4អញ្ចឹងគាត់ដើរ1ម៉ោងជាងហើយពេលដែលដល់ច្រកព្រៃធំនឹងហើយគឺអ៊ំផាតអត់តន់ឲ្យចូលព្រៃភ្លាមទេគឺគាត់ប្រាប់អ៊ំយ៉ាតឲ្យនៅក្រៅនឹងសិនគាត់បានរៀបចំធ្វើពិធីសែនព្រេននៅកន្លែងមាត់ព្រៃហ្នឹងនិងសូត្រមន្តគាថាស្រាយព្រៃសិនបន្ទាប់ពីគាត់បានសូត្រមន្តគាថាស្រាយព្រៃនិងសែនសុំអរុក្ខអរិយអ្នកតារួចគាត់ក៏បាននាំគ្នាចូលទៅព្រៃប៉ុន្តែមុននឹងចូលនឹងអ៊ំផាតបានឲ្យអ៊ំយ៉ាតនឹងក៏វត្តបរិយកញ្ចប់ដែលគាត់យកមកតាមខ្លួននឹងចោលអត់ឲ្យយកទៅក្នុងព្រៃទេបើចង់ជក់បរិយគាត់គឺបរិយលក្សកែហ្នឹងដោយសារតែអ៊ំយ៉ាតនឹងគាត់អត់ដឹងពីវិធីសាស្ត្រដើរក្នុងព្រៃទេអញ្ចឹងគាត់ឆ្ងល់ក៏លើកជាសំណួរសួរទៅអ៊ំផាតដែរដើម្បីងាយស្រួលក្នុងការដើរព្រៃជាមួយគ្នាពីព្រោះគាត់អត់ចេះហើយអ៊ំផាតអ្នកចេះអញ្ចឹងកាលណាយើងដឹងរឿងពីអ្នកចេះខ្លះការដើរព្រៃនិងការបរបាញ់ហ្នឹងយើងអាចសម្របខ្លួនទៅតាមអ្នកចេះគាត់បានសួរថាបរិយកញ្ចប់និងបរិយលក្សកែវាខុសគ្នាត្រង់ណាបើវាមានថ្នាំជក់ដូចគ្នាហ្នឹងហើយមួយទៀតការស្រាយព្រៃហ្នឹងតើអ្នកណាជាអ្នកចងបានយើងមកយើងចាំបាច់ប្រើអាគមហ្នឹងទៅស្រាយព្រៃធ្វើអីអ៊ំផាតគាត់ក៏បានឆ្លើយទៅវិញដែរដើម្បីឲ្យអ៊ំយ៉ាតហ្នឹងគាត់បានដឹងអញ្ចឹងងាយស្រួលក្នុងការបរបាញ់សត្វផនគាត់ក្នុងព្រៃធំហ្នឹងចឹងគាត់ក៏បាននិយាយថាបរិយស្លឹកសកែនេះនៅពេលដែលយើងជក់ទៅក្លិនវាអត់ខ្លាំងទេផ្សែងដែលវាចេញទៅវាប្រៀបដូចជាស្លឹកឈើក្រៀមហើយឆេះអញ្ចឹងសត្វវាមិនដឹងទេតែចំណែកឯបរិយកញ្ចប់នេះក្លិនវាផ្សេងកាលណាយើងជក់ទៅផ្សែងវាសាយភីពេញព្រៃនឹងវាអាចធ្វើឲ្យសត្វហ្នឹងវាស្រង់ក្លិនដឹងអញ្ចឹងយើងពិបាកក្នុងការបរបាញ់ណាដោយសារតែមានក្លិនថ្មីនឹងចូលក្នុងព្រៃហើយសត្វដែលរស់នៅក្នុងព្រៃហ្នឹងគឺមិនមានតែមួយប្រភេទទេវាមានច្រើនប្រភេទមែនទែនអញ្ចឹងធ្វើឲ្យព្រានហ្នឹងពិបាកក្នុងការចាំបាញ់សត្វហ្នឹងណាគឺវាមិនមកឲ្យយើងបាញ់ទេពេលដែលគាត់សូត្រមន្តគាថាស្រាយព្រៃដើម្បីចូលទៅបរបាញ់ហ្នឹងទី1ហ្នឹងគឺគាត់ធ្វើដើម្បីសុំអរុក្ខអរិយអ្នកតាដែលថែរក្សាព្រៃឈើហ្នឹងហើយទី2ទៀតគឺការស្រាយអំពីគ្រូអាគមឬក៏ព្រានពីមុនដែលគេចូលទៅបរបាញ់ហើយគេចេញមកវិញគេប្រើមន្តអាគមហ្នឹងចងព្រៃហ្នឹងមិនឲ្យអ្នកផ្សេងហ្នឹងចូលទៅបរបាញ់សត្វក្នុងហ្នឹងបានអញ្ចឹងទោះបីយើងបាញ់បានក៏រោសត្វហ្នឹងមិនឃើញហើយយកចេញមកវិញបានដែរតលតែយើងនឹងចេះមន្តវិជ្ជាស្រាយព្រៃហ្នឹងឬក៏មន្តអាគមស្រាយព្រៃហ្នឹងទើបយើងបរបាញ់បានសត្វហើយយកមកផ្ទះវិញបានហើយទី3ឯនោះវិញគឺការចងដោយពួកអមនុស្សឬម្ចាស់ព្រៃនឹងតែមកដូចជាព្រាខ្លាព្រាជ្រូកអីហ្នឹងកាលណាគេចងហ្នឹងគេមិនអោយយើងទៅបរបាញ់កូនចៅគេទេបរិវារគេទេនៅពេលដែលយើងមិនចេះរៀបចំពិធីក្នុងការសុំឬក៏ស្រាយចូលទៅបរបាញ់ហ្នឹងយើងចូលទៅគេមិនអោយកូនចៅគេហ្នឹងមកអោយយើងឃើញបាញ់ក៏មានដែរអាហ្នឹងបើនិយាយទៅវាមិនខុសពីយើងចូលផ្ទះគេទេអញ្ចឹងយើងត្រូវសុំម្ចាស់ផ្ទះគេបានយើងចូលផ្ទះគេនឹងបានហើយចេញមកវិញក៏សុខសាន្តដែរគាត់ក៏បានបញ្យល់អញ្ចឹងចប់ទើបអ៊ំយ៉ាតនោះគាត់បានយល់ពីការបរបាញ់ហ្នឹងគេធ្វើរបៀបម៉េចពួកគាត់ក៏បាននាំគ្នានឹងដើរចូលទៅក្នុងព្រៃហ្នឹងទៅពេលដែលគាត់ដើរទៅដល់ក្នុងព្រៃហ្នឹងអ៊ំផាតគាត់បាននៅចកេះភ្នំដើម្បីចាំបាញ់សត្វជ្រូកនៅហ្នឹងគាត់មើលទៅកន្លែងតំបន់ហ្នឹងគឺសម្បូរជ្រូកហើយអញ្ចឹងគាត់ក៏បានកាប់ឈើកាប់អីមកដើម្បីធ្វើរៀនស្នាក់នៅយប់ឡើងគឺយើងមិនអាចដេកនៅដីបានទេក្នុងព្រៃជ្រៅក៏គឺយើងត្រូវដេកលើធ្នើអញ្ចឹងគាត់ក៏បានរៀបចំធ្វើធ្នើធ្វើអីហ្នឹងដើម្បីចាំបាញ់ជ្រូកហ្នឹងពួកគាត់ទាំងពីរក៏រៀបធ្នើលើដើមឈើហ្នឹងហើយក៏នាំគ្នាអង្គុយនិងសម្រាកត្រង់ខ្នងសន្ទុះទៅដោយសារតែពួកគាត់ដើរមករៀងឆ្ងាយដែរចឹងក្រោយពីគាត់សម្រាប់និយាយគ្នាលេងមួយសន្ទុះធំមកគឺដល់ពេលយប់មែនទេណៃកំផាតគាត់ចាប់ផ្ដើមរៀបចំកាភ្លើងនិងក្រោកអង្គុយចាំមើលជ្រូកមកដើម្បីបាញ់ហើយពេលហ្នឹងគឺមានជ្រូកមួយហ្វូងធំមកមែនហើយវាមានមេហ្វូងវាមួយនោះគឺធំមែនទេហើយចាយវិញក៏ដុះវែងដែរអញ្ចឹងពេលដែលវានាំមកដល់កន្លែងផឹកទឹកហ្នឹងអ៊ំយ៉ាតនេះគាត់ឃើញជ្រូកធំអញ្ចឹងគាត់ចង់បាញ់អ៊ំផាតគាត់អត់ឲ្យបាញ់ទេគាត់ថាកុំបាញ់អាហ្នឹងឯងបាញ់ទៅក៏អត់ឆេះដែរបាញ់វាត្រូវក៏មិនងាប់ដែរអញ្ចឹងកុំបាញ់វាចាំបាញ់អាក្រោយចាំអាណាឲ្យបាញ់ចាំបាញ់មួយសន្ទុះក្រោយមកបន្ទាប់ពីអាវងធំវាទៅបាត់ទៅគឺមានពួកអាដាច់ពីហ្វូងហ្នឹងមក5 6ជ្រូក
ពេលដែលមកដល់កន្លែងគាត់ចាំបាញ់ហ្នឹងគាត់បានចុចពិលទៅឃើញអាមួយធំជាងគេប្រហែលជា70គីឡូ80គីឡូហ្នឹងពេលហ្នឹងហើយដែលគាត់ឲ្យអ៊ំយ៉ាតហ្នឹងបាញ់ទៅគាត់ថារៀបចំបាញ់អានេះមកដាក់ចំវាមកអានេះបាញ់បានហើយបាញ់អាធំជាងគេហ្នឹងមកពេលហ្នឹងអ៊ំយ៉ាតក៏លើកកំភ្លើងទៅដាក់ចំទៅតែជ្រូកមិនបានងាប់ហ្នឹងទេគឺវារត់មកខ្យល់វាទៅបាត់ហើយអ៊ំយ៉ាតគាត់ឃើញជ្រូកនឹងរត់ទៅពេលដែលគាត់បាញ់ត្រូវហ្នឹងគឺវាមិនទាន់ងាប់នឹងកន្លែងទេគាត់ក៏ទាញកំភ្លើងហ្នឹងបំរុងចុះមកពីលើធ្នើហ្នឹងទៅតាមជ្រូកពេលហ្នឹងអ៊ំផាតខាត់តាន់គាត់ថាมันអាចទៅតាមជ្រូកទាំងយប់បានទេត្រូវនៅដេកលើហ្នឹងចាំព្រឹកចាំទៅហើយអាការចុះទាំងយប់នេះគឺដំណំសំខាន់បំផុតហើយរបស់ព្រានព្រៃគឺគេមិនអាចចុះទាំងយប់ប្រលប់ហ្នឹងបានទេទោះបីជ្រូកនឹងបាញ់ងាប់នៅកន្លែងហ្នឹងក៏ដោយឬក៏បាញ់មិនងាប់ដូចមិញហ្នឹងក៏ដោយគឺឲ្យវាទៅតាមដំណើរផងវាព្រឹកឡើងថ្ងៃរះចាំយើងចុះទៅរកវាចំពោះការហាម5នេះគឺមិនមែនមានតែឥឡូវទេគឺវាមានតាំងពីបរមបុរាណមកហើយការហាម5មិនឲ្យយើងនឹងចុះយប់ប្រលប់ពីកន្លែងសម្រាកលើដើមឈើឬក៏លើធ្នើដែលយើងធ្វើហ្នឹងដោយសារតែក្នុងព្រៃហ្នឹងគឺវាមានសត្វកាចសាហាវនឹងច្រើនមែនទែនហើយមួយវិញទៀតដែលសំខាន់ជាងគេនោះគឺសម្បូរពួកអមនុស្សដែលវាមានឫទ្ធិអំណាចក្នុងព្រៃហ្នឹងដូចជាព្រាយខ្លាព្រាយជ្រូកហ្នឹងវាអាចប្រែកាឡាคล้ายជាមិត្តភ័ក្តិឬក៏បងប្អូនប្រពន្ធកូនឪពុកម្ដាយយើងហ្នឹងបានគ្រប់ពេលនៅពេលដែលវាហៅយើងចុះមកហ្នឹងអារម្មណ៍យើងច្បោកច្បល់ដោយសារតែយើងឃើញឪពុកម្ដាយយើងនៅនឹងឬក៏ឃើញប្រពន្ធកូនបងប្អូនយើងហ្នឹងយើងព្រមចុះមកគឺត្រូវពួកវាហ្នឹងស៊ីយើងកំតិចហើយដោយសារតែពួកហ្នឹងរិទ្ធអំណាចនិងរិទ្ធិផងវាហ្នឹងគឺខ្លាំងមែនទែនវាអាចកាឡាខ្លួនคล้ายជាមនុស្សដែលយើងស្គាល់ហ្នឹងបានគ្រប់ពេលលឺអំផាតគាត់និយាយបញ្យលចប់អ៊ំយ៉ាតដាក់កំភ្លើងចុះវិញរួចគាត់ក៏ដាក់គូតទៅសម្រាប់លើរៀននឹងវិញទៅដល់ព្រឹកឡើងហ្នឹងអ៊ំផាតអ៊ំយ៉ាតហ្នឹងគាត់បានរៀបចំអីវ៉ាន់គាត់ចូលសក្តិវិញរួចក៏នាំគ្នាចុះទៅរកជ្រូកដែលបាញ់ត្រូវពីយប់អ៊ំផាតគាត់ទៅមើលកន្លែងដែលបាញ់ហ្នឹងហើយគាត់ឃើញឈាមអញ្ចឹងគាត់តាមឈាមហ្នឹងទៅឃើញជ្រូកហ្នឹងងាប់នៅក្បែរព្រៃមួយឆ្ងាយពីកន្លែងដែលគាត់បាញ់ហ្នឹងប្រហែលជា20ម៉ែត្រជាងអញ្ចឹងគាត់ឃើញជ្រូកងាប់ក្បែរហ្នឹងហើយក៏នាំគ្នាកាប់ឈើហ្នឹងយកវល្លិយកអីមកចងទៅសែងជ្រូកហ្នឹងមកផ្ទះវិញនៅពេលដែលពួកគាត់យកជ្រូកមកដល់ក្នុងភូមិវិញបានធ្វើឲ្យអ្នកភូមិហ្នឹងផ្អើលទៅមើលច្រើនមែនទែនដោយសារតែជ្រូកវាធំអ៊ំផាតនោះក៏ឲ្យគេធ្វើសម្អាតហ្នឹងទៅនិយាយរួមទៅគាត់មិនសូវខ្វល់ទេឲ្យតែគាត់បាញ់សត្វធំបានយកចូលមកក្នុងភូមិហ្នឹងគឺតែងតែមានអ្នកភូមិហ្នឹងមកជួយសម្អាតហើយគាត់ក៏ចែកអ្នកអត់ហ្នឹងយកទៅហូបដែរគាត់មិនដែរគិតលុយទេបើអ្នកមានលុយក៏គេមកទិញទៅគាត់បានលុយតិចតួចជូនម្ដាយគាត់ទៅការបាញ់សត្វផនគាត់ហ្នឹងគឺគាត់ដូចទៅបាញ់មកចែកអ្នកភូមិហូបអញ្ចឹងហើយបានធ្វើឲ្យអ្នកភូមិហ្នឹងស្រឡាញ់និងចូលចិត្តគាត់ណាស់ពីព្រោះគាត់ចិត្តល្អនិងចិត្តបានមែនទេនៅក្នុងភូមិហ្នឹងថ្ងៃមួយមានក្មេងៗក្នុងភូមិមួយក្រុមហ្នឹងវាបានបបួលគ្នាហ្នឹងទៅបាញ់សត្វក្នុងព្រៃធំហ្នឹងដោយសារតែពួកវាហ្នឹងបានឃើញអ៊ំផាតគាត់ចូលទៅព្រៃហ្នឹងគឺតែងតែបានសត្វធំចេញមកវិញរហូតអញ្ចឹងហើយវានឹកឃើញថាក្នុងព្រៃហ្នឹងច្បាស់ជាសម្បូរសត្វដែរអញ្ចឹងវាក៏នាំគ្នាលួចទៅបរបាញ់ក្នុងព្រៃហ្នឹងដោយវាមិនបានប្រាប់ចាស់ទុំនិងឪពុកម្ដាយផងវាក្នុងភូមិហ្នឹងឲ្យដឹងទេគ្នាវា4នាក់ដែលចូលទៅក្នុងព្រៃដើម្បីបរបាញ់សត្វហ្នឹងមានអាក្រិនជាអ្នកដឹកនាំមុខគេដោយសារតែវាហ្នឹងរាងធំជាងគេផងអាយុក៏ច្រើនជាងគេដែរហើយម្យ៉ាងទៀតវាក៏ធ្លាប់នៅក្បែរអ៊ំផាតហ្នឹងក៏វាដឹងពីរបៀបបរបាញ់ហ្នឹងតិចតួចដែរតែវាមិនដូចអ៊ំផាតទេដោយសារតែវាក្មេងៗអញ្ចឹងវាគ្មានបទពិសោធន៍ផងហើយវាគ្មានចេះមុនវិជ្ជាអាគមអីដើម្បីការពារខ្លួនទេពួកវាហ្នឹងក៏នាំគ្នាដើរចូលទៅដល់ក្នុងព្រៃជ្រៅហ្នឹងដើម្បីរកកន្លែងដែលមានសត្វបាញ់ពេលដែលវាដើរទៅគឺឃើញថ្លុកត្រពាំងមួយដែលសម្បូរទៅដោយដានជើងសត្វហ្នឹងច្រើនមែនទែនហើយពួកវាគិតថាកន្លែងថ្លុកហ្នឹងគឺសត្វមកផឹកទឹកច្រើនណាស់អញ្ចឹងយប់ហ្នឹងមិនបាច់ទៅណាទេយើងរកដើមឈើធ្វើកន្លែងដេកចាំបាញ់សត្វនៅហ្នឹងហើយពេលពួកវារៀបចំធ្នើហើយក៏នាំគ្នាហ្នឹងពុតខ្នងពុតចកេះសម្រាកមកសន្ទុះទៅក្រោយពីសម្រាកហ្នឹងក៏បានលងលក់មកសន្ទុះដែរដោយសារតែអស់កម្លាំងពេកក្រោយពីភ្ញាក់ពីដេកហ្នឹងមកអាក្រិនហ្នឹងក៏វាភ្ញាក់មុនគេដែរអញ្ចឹងវាដាស់អា2នាក់ទៀតវាដាស់អាវីជាមួយអារីហ្នឹងក្រោកមកអង្គុយវាថាយប់ហើយមិនក្រោកមកចាំបាញ់សត្វពេលហ្នឹងវាអង្គុយនៅចាំបាញ់សត្វហ្នឹងអស់មកសន្ទុះធំវាចូលច្រើនម៉ោងដែរអញ្ចឹងអត់ទាន់មានសត្វណាមកឲ្យវាបាញ់ទេឮតែសំឡេងសត្វយំសត្វស្រែកនៅក្នុងព្រៃហ្នឹងឯងក្រោយពីពួកវាបានចាំនៅលើរៀននឹងអស់ជាច្រើនម៉ោងទើបឮសំឡេងជ្រូកពេលដែលឮសំឡេងជ្រូកហ្នឹងគឺមិនមែនមួយមិនមែនពីរទេគឺលក្ខណៈជាហ្វូងពេលហ្នឹងវាគិតថាជ្រូកមកច្រើនណាស់ដឹងតែមកផឹកទឹកកន្លែងហ្នឹងឯងអញ្ចឹងត្រៀមកំភ្លើងត្រៀមឲ្យបាញ់ឲ្យហើយសំឡេងជ្រូកនេះមកច្រើនណាស់វាស្ដាប់ទៅគឺមកចិត្តទៅគឺមកចិត្តតពាំងហ្នឹងមែន
ពេលដែលជ្រូកមកដល់តំពាំងហ្នឹងគឺច្រើនមែនទែនទាំងតូចទាំងធំនៅក្នុងវងហ្នឹងអាវីវាអ្នកកាន់ភ្លើងកែវតែពេលអញ្ចឹងវាច្បាច់ភ្លើងកែវទៅឃើញជ្រូកច្រើនមែនទែនហើយក្រោយពីវារេកែវនឹងមើលហើយគឺឃើញអាមួយឈរលើទួលហ្នឹងគឺធំជាងគេហើយខ្នាយវិញក៏ដោះវែងដែរអញ្ចឹងអាគួយនេះវាឃើញអានឹងធំវាអត់គិតអីច្រើនទេគឺវាប្រាប់អាវីហ្នឹងថាចុចកែវឲ្យចំអាហ្នឹងវាបាញ់យកអាហ្នឹងមួយនៅពេលដែលវាលើកកភ្លើងដាក់ទៅគឺបាញ់ចំមែនប៉ុន្តែអត់ងាប់ទេជ្រូកហ្នឹងគឺបាញ់ចំហើយគឺចន្លោតប្រកាច់រត់ទៅបាត់នៅពេលដែលជ្រូករត់ទៅបាត់ហ្នឹងគឺធ្វើឲ្យផ្អើលពេញព្រៃហ្នឹងតែម្ដងដោយសារតែជ្រូកវាច្រើនហើយវាបាញ់ចំអាមេហ្វូងហ្នឹងចំណែកអាវីវាក៏ខំច្បាច់ភ្លើង7ហ្នឹងដើម្បីតាមមើលអាជ្រូកត្រូវគ្រាប់ហ្នឹងតើវាងាប់អត់ជ្រូកអាគួយបាញ់ត្រូវមិញហ្នឹងពេលហ្នឹងគឺអត់ឃើញអាជ្រូកហ្នឹងងាប់ទេគឺឃើញវារត់បោលចូលព្រៃតែម្ដងហើយធ្វើឲ្យពួកវាហ្នឹងឆ្ងល់មិញបាញ់ត្រូវហើយមិនជ្រូកនឹងអត់ងាប់អត់អន់អីសោះអញ្ចឹងគឺរត់ទៅប្រយអញ្ចឹងអាក្រិនឯនោះវិញវាថាបាញ់ឆាកទេបើបាញ់ត្រូវវាងាប់ឲ្យជ្រូកតែបាញ់ឆាកទេអញ្ចឹងក៏វាអត់បាននិយាយអីវាក៏នាំគ្នាអង្គុយចាំបាញ់សัตว์នឹងទៀតទៅអញ្ចឹងអាគួយឯនោះវាក៏បាននិយាយថាបាញ់ផ្អើលអញ្ចឹងដឹងមានសัตว์កាលឲ្យបាញ់ទៀតទេបើផ្អើលទៅអស់អត់មានបានមួយផងជ្រូកមកឡើងមកហ្វូងពួកវាក៏អង្គុយលើរៀនហ្នឹងដើម្បីរងចាំបាញ់សัตว์មកផឹកទឹកនឹងទៀតតែក្រោយពីការបាញ់ផងវានឹងហើយបានធ្វើឲ្យសัตว์ក្នុងព្រៃហ្នឹងស្ងាត់ឈឹងតែម្ដងព្រោះវាផ្អើលទៅអស់ហើយវាឮសំឡេងក្របកភ្លើងផងហាសំឡេងជ្រូកនឹងស្រែករត់ពេញព្រៃផងសัตว์ផ្សេងលេងហ៊ានយំហើយក្នុងព្រៃហ្នឹងក៏ចាប់ផ្ដើមហប់លេងធ្លាក់ខ្យល់ត្រជាក់ទៀតដែរអញ្ចឹងពួកវាក៏អង្គុយចាំបាញ់បន្តលើនឹងដែរតែអត់ទាន់មានសัตว์ណាមកឲ្យវាបាញ់ទេវាចាំអស់រយៈពេលមួយសន្ទុះធំទើបខ្យល់ហ្នឹងចាប់ផ្ដើមធ្លាក់មកអាកាសធាតុហ្នឹងក៏ចាប់ផ្ដើមត្រជាក់ឡើងវិញដែរអញ្ចឹងហើយធ្វើឲ្យអាវីហ្នឹងវាសួរទៅអាក្រិនដែរវាថាអាកាសធាតុមកផ្លេតដូរពីរដងម្ដងក្តៅម្ដងត្រជាក់ឥឡូវធ្លាក់ត្រជាក់មកទៀតហើយមើលក្រោយពីវានិយាយគ្នាចប់ហ្នឹងគឺឮសំឡេងសត្វជ្រូកមកផងសំឡេងសត្វខ្លាមកផងអញ្ចឹងពួកវាប្រឹងស្ដាប់តើសំឡេងខ្លាឬសំឡេងជ្រូកពេលដែលវាស្ដាប់ទៅគឺឮសំឡេងខ្លាអញ្ចឹងអាក្រិននោះវាប្រាប់គ្នាវាថាកមាត់កំកវើយអានេះម្ចាស់ព្រៃមកហើយកមាត់វាក៏និយាយចឹងហើយក៏នាំគ្នានឹងស្ងាត់ក្រោយពីស្ងាត់បានមួយសន្ទុះមកគឺឮសំឡេងសត្វជ្រូកនឹងមកហើយសំឡេងសត្វជ្រូកនឹងគឺដើរសំដៅមកកន្លែងមាត់តពាំងហើយវាគិតថាជ្រូកមកផឹកទឹកទៀតហើយអញ្ចឹងត្រៀមកាភ្លើងដើម្បីបាញ់ពេលដែលសំឡេងមកដល់មាត់តពាំងនឹងហើយពួកវាក៏បានចុចភ្លើង7ទៅគឺឃើញជ្រូកនឹង4ក្បាលទៅ5ក្បាលហើយក្នុង4 5ក្បាលហ្នឹងគឺមានអាមួយនោះធំជាងគេវាក៏នាំគ្នាសម្ដៅកាភ្លើងទៅអាធំហ្នឹងឯងពេលដែលវាបាញ់ហើយជ្រូកហ្នឹងគឺបានត្រូវក្របបាក់ជើងអាគួយវាឃើញជ្រូកត្រូវក្របហើយអត់ងាប់វាបញ្ញាប់បបួលអាវីហ្នឹងកាន់កាភ្លើងចុះទៅតាមជ្រូកហ្នឹងដើម្បីបាញ់បន្ថែមឲ្យវាងាប់ប៉ុន្តែអាក្រិនហាមមិនឲ្យពួកវាហ្នឹងទៅទេពីព្រោះវាធ្លាប់ឮអំផាតនិយាយថាពេលដែលចូលបរបាញ់សัตว์ហ្នឹងគឺយប់ព្រលប់គេមិនឲ្យចុះពីរៀននឹងផ្ដេសផ្ដាស់ទេអញ្ចឹងហើយវាបានប្រាប់ទៅអាពីរនាក់ហ្នឹងតែអាវីវាស្ដាប់អាគួយវាអត់ស្ដាប់ទេដោយសារតែវានឹងមិនដែលចូលព្រៃឬក៏មិនដែលបរបាញ់សត្វធំហើយម្យ៉ាងទៀតវាឃើញជ្រូកនឹងធំហើយវាស្ដាយវាក៏បបួលអាវីនឹងចុះទៅតាមជ្រូកតែអាវីនៅពេលដែលវាស្ដាប់ឮអាក្រិននិយាយចឹងហើយគឺវាអត់ចុះទៅទេគឺវាឲ្យអាគួយនឹងទៅតែឯងពេលដែលអាគួយចុះដល់ដីហៅអាវីពីរដងហើយអាវីអត់ទៅហើយអាក្រិនក៏វាអត់ទៅដែរពេលហ្នឹងពួកនោះក៏ហៅវាឡើងមកវិញដែរតែវាអត់ឡើងមកទេដោយសារតែចិត្តជំនះនិងចិត្តចង់បានផងវានឹងខ្លាំងពេកអញ្ចឹងវាទៅវាពេលដែលវាដើរទៅដល់មាត់បឹងហើយវាមើលកន្លែងដានជើងជ្រូកនិងដានឈាមជ្រូកដែលវាបាញ់ត្រូវហ្នឹងគឺវាឃើញពេលដែលវាឃើញវាដើរទៅប្រហែលជា5-6ម៉ែត្រវាក៏ស្រែកប្រាប់ពួកនៅលើធ្នើវិញថាជ្រូកនៅក្បែរនេះឯងពួកឯងគ្រាន់តែហៅចុះមកក៏មកដែរអញ្ចឹងក៏វាដើរទៅទៀតពួកលើធ្នើក៏ជួយចុចពិលបំភ្លឺឲ្យវាដែរអាគួយវាគិតទៅដើររកជ្រូកនឹងតាមដានឈាមហ្នឹងពេលដែលវាចេះតែដើរទៅមុខទៅភ្លើងពិលអ្នកចុចពីលើហ្នឹងក៏លេងចុចដល់វាដែរពីព្រោះវាឆ្ងាយពេកអញ្ចឹងឃើញតែភ្លើងពិលផងអាគួយនឹងដើរទៅមុខទេពេលហ្នឹងពួកនៅលើពួកក្រិនអាវីហ្នឹងក៏ស្រែកសួរទៅអាគួយដែរសួរថារកឃើញនៅអាគួយក៏ឆ្លើយវិញថានៅទេកំពុងតែរកតាមដានឈាមហ្នឹងឯងពេលដែលអាគួយនិយាយចឹងហើយអា3អ្នកនៅលើនេះគឺវាចាប់ផ្ដើមមានអារម្មណ៍អត់ស្រួលហើយអញ្ចឹងវាសួរអាគួយបន្តថាឃើញនៅបើអត់ឃើញទេមកវិញសិនមកចាំព្រឹកចាំចុះទៅរកទាំងអស់គ្នាពេលហ្នឹងអាគួយវាថាវាឮសំឡេងជ្រូកស្រែកឯងនៅព្រៃខាងមុខហ្នឹងវាក៏ប្រឹងដើរទៅតាមសំឡេងជ្រូកដែលស្រែកចេញពីក្នុងព្រៃហ្នឹងមកហើយចំណែកអា3អ្នកនេះគឺវាលេងហៅលេងអីហើយគឺវាប្រឹងស្ដាប់សំឡេងដែរប៉ុន្តែឮសំឡេងជ្រូកទេគឺឮសំឡេងសត្វខ្លាក្រហឹមចេញពីក្នុងព្រៃហ្នឹងមកពេលដែលវាឮសំឡេងសត្វខ្លាហ្នឹងគៀកទៅគឺវាស្រែកហៅអាគួយហ្នឹងឲ្យមកវិញឲ្យលឿនហើយស្រែកទៀតពេលហ្នឹងអាគួយវាអត់ស្ដាប់ហើយក៏វាអត់តបដែរដោយសារតែអារម្មណ៍វាហ្នឹងឮសំឡេងសត្វជ្រូកនៅខាងមុខអញ្ចឹងវាទៅតាមសត្វជ្រូកហ្នឹងវាគិតតែពីដើរតាមសំឡេងជ្រូកដែលវាឮហ្នឹងគឺគៀកខ្លួនវាទៅហើយអញ្ចឹងវាប្រឹងដើរទៅរកជ្រូកហ្នឹងហើយចំណែកអា3អ្នកនៅលើនេះ
គឺវាមើលទៅលេងឃើញភ្លើងពិលផងអាគួយហើយអញ្ចឹងវាប្រឹងស្រែកហៅមែនទែនតែអត់មានការឆ្លើយតបទេបន្ទាប់មកគឺលឺក្របកំភ្លើងនឹងផ្ទុះមកក្របពេលដែលក្របកំភ្លើងនឹងផ្ទុះវាគិតថាអាគួយនឹងបាញ់សัตว์ជ្រូកនឹងបានហើយវាក៏ប្រឹងស្រែកហៅអាគួយនឹងមកវិញដែរប៉ុន្តែអត់មានការឆ្លើយតបទេហើយភ្លើងពិលដែលអាគួយយកទៅតាមនឹងគឺលេងមានក្នុងព្រៃនឹងទៀតហើយអញ្ចឹងធ្វើឲ្យពួកវានឹងភ័យមែនទែនប្រឹងចុចពិលនឹងតាមរកភ្លើងពិលអាគួយផងនិងស្រែកហៅវាផងប៉ុន្តែអាភ្លើងពិលក៏អត់ឃើញការឆ្លើយតបមកក៏អត់មានដែរចំណែកឯសំឡេងសត្វខ្លាក្នុងព្រៃដែលពួកវាឮមុនហ្នឹងគឺចាប់ផ្ដើមឮខ្លាំងទៅអញ្ចឹងធ្វើឲ្យពួកវានឹងភ័យមែនទែនអា3នាក់ហ្នឹងវានាំគ្នាបិទភ្លើងពិលហ្នឹងសិនហើយសង្ងំស្ដាប់សំឡេងហ្នឹងពេលដែលវាបដោតចិត្តស្ដាប់លើសំឡេងហ្នឹងគឺសំឡេងមកក្បែរពួកវាហ្នឹងកាន់តែគៀកទៅហើយអញ្ចឹងធ្វើឲ្យពួកវានឹងអត់ហ៊ានធ្វើអីទាំងអស់គឺសង្ងំលើនឹងឲ្យស្ងាត់ស្ងៀមបំផុតបន្ទាប់ពីពួកវាសង្ងំបានមួយសន្ទុះនឹងហើយសំឡេងសត្វខ្លាដែលវាឮមកក្បែរខ្លួនវានឹងគឺលែងឮទៀតហើយគឺស្ងាត់ឈឹងតែម្ដងហើយពួកវាក៏បានពិភាក្សាគ្នា3នាក់នឹងដែរថាតើគួរចុះទៅរកអាគួយឥឡូវហ្នឹងឬក៏ចាំព្រឹកអាក្រិនវាបានហាមដាច់ខាតគឺអត់ឲ្យពីណាគេចុះមកទេចាំព្រឹកចាំចុះមកទាំងអស់គ្នាបើរកអត់ឃើញទេមកភូមិប្រាប់ឪពុកម្ដាយវានិងប្រាប់អំផាតឲ្យទៅជួយរកវាបន្ទាប់ពីពួកវាពិភាក្សាគ្នាចប់ហើយគឺអត់មានពីណាគេចុះមកទាំងយប់នឹងទេដើម្បីរកអាគួយហ្នឹងអញ្ចឹងពួកវាសង្ងំលើធ្នើហ្នឹងពេញមួយយប់ទល់ភ្លឺហើយក៏អត់មានពីណាដេកដែរដោយសារតែអារម្មណ៍ពួកវាហ្នឹងភ័យខ្លាចពេកលុះដល់ព្រឹកឡើងហ្នឹងវាទាំង3នាក់ហ្នឹងក៏បានរៀបចំឲ្យវាយអវ៉ាន់ដើម្បីចុះពីធ្នើទៅរកអាគួយពេលដែលវាចុះទៅរកអាគួយហ្នឹងគឺទៅតាមផ្លូវដែលអាគួយទៅវាយប់អញ្ចឹងវាដើរតាមផ្លូវហ្នឹងឆ្ងាយដែរវាឃើញដានឈាមវាចេះតែទៅពេលដែលទៅហ្នឹងគឺអត់ឃើញជ្រូកឬក៏អត់ឃើញអាគួយទេគឺឃើញតែពិលអាគួយដែលពាក់មកពីយប់ហ្នឹងធ្លាក់នៅដីហើយក៏ភ្លើងអាគួយហ្នឹងក៏ធ្លាក់នៅដីហ្នឹងដែរបន្ទាប់ពីវា3នាក់ហ្នឹងរកអស់ចិត្តអីហើយវាក៏បបួលគ្នាហ្នឹងមកផ្ទះវិញដែរដោយសារវាគិតថាបើនៅរកតិចទៀតវាអាចនឹងយប់ហើយរកក៏អត់ឃើញដែរអញ្ចឹងមានតែយកដំណឹងហ្នឹងមកប្រាប់ឪពុកម្ដាយអាគួយនិងប្រាប់ចាស់ទុំក្នុងភូមិដើម្បីឲ្យគាត់ហ្នឹងទៅជួយរកវិញទេពេលដែលវានិយាយគ្នាអញ្ចឹងហើយអាក្រិនអាវីជាមួយនឹងអារីហ្នឹងក៏នាំគ្នាត្រឡប់មកភូមិវិញពេលដែលមកដល់ភូមិហ្នឹងវាបានយកដំណឹងហ្នឹងទៅប្រាប់ម្ដាយឪពុកអាគួយហើយម្ដាយឪពុកអាគួយក្រោយពីបានដឹងដំណឹងហ្នឹងហើយគឺគាត់យំខ្លាំងមែនទែនអត់ដឹងធ្វើម៉េចទេអញ្ចឹងមានតែរត់មករកអំផាតដើម្បីជួយពីព្រោះអំផាតគាត់ជាអ្នកដើរព្រៃស្ទាត់និងជាអ្នកដែលចេះមុនវិជ្ជាអាគមនឹងផងពេលដែលម្ដាយអាគួយនាំអា3នាក់ហ្នឹងមកដល់ផ្ទះអំផាតហើយយករឿងរ៉ាវទាំងអស់ហ្នឹងមកប្រាប់អំផាតរួចគាត់ក៏បាននិយាយទៅវិញដែរគាត់ថាបើឲ្យគាត់ទៅជួយរកឥឡូវគឺគាត់ទៅអត់កើតទេពីព្រោះមេឃវាល្ងាចមែនទេហើយតរំធ្វើដំណើរចូលទៅដល់ក្នុងព្រៃជ្រៅនឹងទៀតគឺវាយប់បាត់ហើយចំពោះអ្នកដើរព្រៃគេតមធំបំផុតការធ្វើដំណើរក្នុងព្រៃនឹងពេលយប់វាអាចជួបគ្រោះថ្នាក់នឹងបានគ្រប់ពេលជួបជាមួយនឹងសត្វកាចសាហាវឬក៏ជួបជាមួយពួកអមនុស្សខ្មោចព្រាយបិសាចអីវាងាយបំផុតចឹងពិបាកក្នុងការការពារខ្លួនណាមានតែចាំស្អែកទេដែលអាចចូលទៅក្នុងព្រៃនឹងរកវាបានពេលនឹងម្ដាយអាគួយក៏បានសួរទៅអំផាតដែរតើមានវិធីណាដែលអាចដឹងថាវានឹងស្លាប់ឬរស់ឬក៏ជួបគ្រោះអត់ពេលនឹងអំផាតថាឥឡូវអត់អីទេចាំមើលគាត់ចូលទៅក្នុងផ្ទះហ្នឹងគាត់ចាប់យាមមើលជើងលេខរិស័យវាឲ្យពេលដែលគាត់ចូលទៅចាប់យាមក្នុងផ្ទះហ្នឹងហើយគាត់ចេញមកវិញទាំងមុខស្មើគាត់ក៏បាននិយាយទៅកាន់ម៉ែអាគួយហ្នឹងដែរគាត់ថាបើតាមជើងលេខតាមយាមដែលគាត់ចាប់នេះគឺវានឹងបានស្លាប់បាត់បង់ជីវិតក្នុងព្រៃហ្នឹងហើយដោយសារតែម្ចាស់ព្រៃហ្នឹងគេយកវាទៅបាត់ហើយពេលហ្នឹងម្ដាយអាគួយយំខ្លាំងមែនទែនតែអំផាតគាត់និយាយបន្តទៀតដែរគាត់ថាកុំតន់អាចជឿ 100% អានេះគ្រាន់តែជាការទស្សន៍ទាយទេចាំមើលស្អែកគាត់ចូលទៅរកមួយថ្ងៃឲ្យដឹងថាវាស្លាប់ឬរស់ហើយដល់ព្រឹកស្អែកឡើងហ្នឹងពួកគាត់ក៏បានរៀបចំចូលទៅក្នុងព្រៃហ្នឹងប៉ុន្តែអ្នកនៅក្នុងភូមិអ្នកចង់ទៅតាមអំផាតហ្នឹងច្រើនមែនទែនទាំងចាស់ទាំងក្មេងពេលហ្នឹងអំផាតអត់ឲ្យទៅទេដោយសារតែគ្នាច្រើនពេកពិបាកក្នុងការធ្វើការផងហើយការដើរព្រៃធំហ្នឹងគឺវាមិនស្រួលទេតែខុសមាត់ខុសកហ្នឹងវានាំគ្រោះថ្នាក់ដល់អ្នកទៅនឹងទៀតគាត់ក៏បាននិយាយទៅវិញដែរគាត់ថាមិនបាច់ទៅច្រើនគ្នាពេកទេចាំគាត់អ្នករើសទៅគាត់បានហៅអាក្រិនហ្នឹងឲ្យនាំផ្លូវទៅដោយសារតែវាស្គាល់ផ្លូវដែលវាទៅបាញ់សត្វហ្នឹងហើយនឹងហៅអំយ៉ាតជាមួយនឹងតានឿនពីព្រោះតានឿនជាដៃគូបាញ់សត្វចាស់ផងគាត់ដែរអញ្ចឹងគាត់ដឹងពីវិធីសាស្ត្រក្នុងការដើរព្រៃចំណែកឯឪអាគួយគាត់ក៏បានសុំអំផាតហ្នឹងជាមួយនឹងក្មួយគាត់ម្នាក់ទៀតទៅរកកូនគាត់ដែរអំផាតគាត់អត់បានហាមឃាត់អីទេពេលដែលពួកគាត់ចេញដំណើរពីភូមិទៅព្រៃហ្នឹងតាមផ្លូវអំផាតតែងតែនិយាយណែនាំរឿយៗគឺគាត់ហាមមិនអោយជេរបចោឬក៏និយាយចេះឆ្អាស់ទេពេលដែលចូលដល់ក្នុងព្រៃហ្នឹងនិយាយរួមទៅត្រូវតមាត់កនឹងឲ្យបានល្អបំផុត
មិនអាចនិយាយតែប្រទេសតែប្រដាស់តាមអារម្មណ៍យើងនឹកឃើញហ្នឹងទេវាអាចនាំគ្រោះថ្នាក់ហ្នឹងដល់អ្នកទាំងអស់គ្នាដែលចូលព្រៃហ្នឹងនៅពេលដែលពួកគាត់ដើរមកដល់មាត់ច្រកព្រៃធំនឹងហើយអំផាតហាមអត់តន់ឲ្យឆ្លងព្រំប្រទល់នឹងចូលព្រៃទេគាត់នៅរៀបចំធ្វើពិធីបន្តិចសិនពេលដែលគាត់រៀបចំធ្វើពិធីសែនព្រេននឹងរួចទើបគាត់ឲ្យឆ្លងព្រំប្រទល់នឹងចូលព្រៃពេលហ្នឹងអាក្រិនក៏បាននាំពួកគាត់នឹងដើរតាមផ្លូវនឹងទៅពេលដែលដើរផងនិយាយគ្នាលេងផងហ្នឹងអំផាតក៏បានហាមមួយមុខទៀតដែរគឺគាត់ហាមដាច់ខាតថ្ងៃនេះมันអាចបាញ់សត្វក្នុងព្រៃនឹងបានទេមិនថាសត្វតូចឬសត្វធំទេគឺมันអាចប៉ះពាល់ទេពីព្រោះយើងមកនេះគឺមិនមែនមកបរបាញ់ទេគឺយើងមករកមនុស្សចឹងហើយឃើញអីប្លែកគឺយើងមិនអាចប៉ះពាល់បានទេពេលដែលគាត់និយាយចប់ហ្នឹងក៏នាំគ្នាធ្វើដំណើរបដានិយាយគ្នាលេងបដាទៅក្រោយពីពួកគាត់ដើរក្នុងព្រៃអស់រយៈពេលយ៉ាងយូរមកអាក្រិនក៏បាននាំពួកគាត់ហ្នឹងមកដល់កន្លែងដែលវាដេកបាញ់សត្វថ្ងៃមុនជាមួយគ្នាវា4នាក់ហ្នឹងមកដល់ភ្លាមវាក៏បាននាំបំផាតហ្នឹងដើរមើលជុំវិញនឹងដែរនាំមើលទាំងកន្លែងដែលវាបាញ់ជ្រូកត្រូវនិងនាំមើលទាំងកន្លែងដែលអាគួយហ្នឹងចូលទៅតាមជ្រូកពេលបំផាតមើលចប់សពគ្រប់នឹងហើយគាត់ក៏បានប្រាប់អ្នកទាំងអស់គ្នាហ្នឹងឲ្យរកកន្លែងអង្គុយសម្រាកហូបបាយហូបទឹកឲ្យហើយសិនទៅពេលដែលហូបបាយហើយយើងត្រូវបន្តដំណើរទៅមុខហ្នឹងគឺដល់កន្លែងដែលយើងត្រូវរៀបចំសម្រាប់ដេកហើយពីព្រោះមេឃរៀងល្ងាចដែរហើយពេលហ្នឹងអ្នកទាំងអស់គ្នាហ្នឹងក៏បានរៀបចំបាយទឹកហ្នឹងហូបក្រោមដើមឈើធំមួយហ្នឹងទៅហើយអំផាតជាមួយនឹងអាក្រិនហ្នឹងគាត់អត់បានហូបបាយទេគឺគាត់ឲ្យអាក្រិនហ្នឹងនាំទៅរកកន្លែងដែលអាគួយហ្នឹងទៅតាមបាញ់ជ្រូកពេលដែលគាត់ដើរចូលទៅតាមផ្លូវអាគួយដែលចូលទៅតាមជ្រូកហ្នឹងគឺគាត់មើលជុំវិញព្រៃហ្នឹងគឺអត់ឃើញមានអីទេតែនៅពេលដែលគាត់ដើរតាមផ្លូវនឹងរៀងឆ្ងាយបន្តិចគឺគាត់ក៏លេចឃើញកន្លែងមួយសិតតែឈាមប៉ុន្តែគាត់មិនដឹងថាឈាមមនុស្សឬឈាមសត្វទេដោយសារតែវាស្ងួតជាប់នឹងស្លឹកឈើជាប់នឹងសម្រាមមកហើយអញ្ចឹងគាត់មើលម្ដុំនឹងឡើងអស់ចិត្តហើយក៏គាត់បានដើរមកវិញពេលដែលគាត់ដើរមកដល់កន្លែងបាយវិញហ្នឹងគឺគាត់អត់បាននិយាយអីទេគាត់ឲ្យអង្គុយសម្រាកឲ្យស្រួលពោះនឹងហើយចាំចេញដំណើរទៅមុខទៀតពេលដែលពួកគាត់ហូបបាយហូបទឹកអីនឹងហើយក៏នាំគ្នាសម្រាកក្រោមដើមឈើនឹងមកសន្ទុះទៅដើម្បីឲ្យវាស្រួលពោះនិងស្រួលដៃស្រួលជើងហើយអាម៉ាញជាមួយអាងាហ្នឹងវាក៏ដើរទៅក្នុងព្រៃដើម្បីរកកន្លែងបត់ដៃបត់ជើងដែរដោយសារតែពួកវានឹងចុកពោះពេលដែលវាដើរទៅហ្នឹងគឺវាឃើញពស់ថ្លាន់មួយវាកាត់ពីមុខវាប្រហែលជា4ទៅ5ម៉ែត្រពស់ថ្លាន់ហ្នឹងគឺធំមែនទែនពេលហ្នឹងវាធ្វើឲ្យអាម៉ាញនោះភ័យរត់មកក្រោយវិញអាងានោះវាដកកំភ្លើងបាញ់ទៅដីដើម្បីបំភ័យពស់ហ្នឹងឬក៏ផ្អើលពស់ហ្នឹងឲ្យទៅមុខតែនៅពេលដែលវាបាញ់ហ្នឹងគឺអត់ត្រូវដីទេវាទៅត្រូវពស់ពេលហ្នឹងធ្វើឲ្យពស់ហ្នឹងប្រកាច់ពេញព្រៃហ្នឹងបកក្បាលដេញខាំវាមកពួកវាហ្នឹងក៏នាំគ្នារត់មកកន្លែងអំផាតវិញពេលមកដល់អំផាតសួរថាឲ្យបាញ់អីគេមិញលឺស្នូរកំភ្លើងវាក៏បាននិយាយប្រាប់ទៅវិញដែរថាវាបាញ់ពស់ថ្លាន់ឃើញពស់ថ្លាន់ធំពេកវាបាញ់ផ្អើលអំផាតគាត់ក៏បញ្ញាប់ទៅមើលកន្លែងដែលវាបាញ់ហ្នឹងពេលទៅដល់ហ្នឹងគឺឃើញពស់ហ្នឹងត្រូវគ្រាប់ហើយគឺត្រូវពាក់កណ្ដាលខ្លួនហ្នឹងហើយប្រកាច់ពេញព្រៃហ្នឹងឯងអំផាតបានស្ដីឲ្យពួកវាដែរគាត់ស្ដីថាពេលមកប្រាប់ឲ្យហើយគឺមិនឲ្យបាញ់សត្វក្នុងព្រៃហ្នឹងទេហើយក៏មិនឲ្យទៅបាញ់ឲ្យប្រទេសប្រដាស់ដែរឥឡូវឲ្យបាញ់គេទៀតតានឿនជាមួយនឹងអំយ៉ានហ្នឹងបានសួរទៅអំផាតថាឥឡូវគិតម៉េចពេលហ្នឹងអំផាតក៏ថាកំតណាគិតអីឥឡូវទៅក្រោមដើមឈើចាំមើលគាត់ចាប់យាមសិនតើត្រូវទៅទិសខាងណាពេលដែលគាត់មកដល់ដើមឈើហ្នឹងហើយគាត់ក៏បានចាប់យាមមើលហ្នឹងគឺគាត់ប្រាប់ថាគេមិនឲ្យយើងទៅមុខទៀតទេតាមជើងលេខចាប់យាមហ្នឹងបើយើងទៅទៀតវាអាចគ្រោះថ្នាក់ហើយទិសដែលគេឲ្យមកវិញគឺមកក្រោយហ្នឹងឯងគឺមកផ្ទះគ្រាន់តែលឺអំផាតនិយាយថាត្រឡប់ក្រោយវិញហ្នឹងឲ្យអាគួយក៏បានស្រក់ទឹកភ្នែកហើយយំមកវល់អំផាតហ្នឹងឲ្យគាត់ជួយរកអាគួយឲ្យផងបើមិនឃើញវានៅរស់ក៏បានសាកសពហ្នឹងយកមកធ្វើបុណ្យនៅផ្ទះដែរពេលដែលស្ដាប់ឮឲ្យអាគួយនិយាយនឹងយំមកវល់ចឹងហើយអំផាតក៏យល់ព្រមរកឲ្យមកយប់ហ្នឹងដែរដោយសារតែយើងត្រឡប់មកក្រោយវិញក៏វាអត់តាន់ដែរពីព្រោះល្ងាចហើយអញ្ចឹងមានតែទ្រាំនៅនឹងឬទៅមុខទៀតដើម្បីរកអាគួយហ្នឹងពេលហ្នឹងគាត់ក៏សម្រេចចិត្តទៅមុខទៀតពេលដែលសម្រេចចិត្តថាទៅរកអាគួយហ្នឹងហើយគាត់ក៏បានចាប់យាមអាសាទៀតដែរដើម្បីរកទិសដែលត្រូវទៅពេលដែលគាត់ចាប់មើលទៅគឺឃើញទិសខាងត្បូងដែលត្រូវទៅមិនបងអង្គយូរពួកគាត់ក៏រៀបចំឲ្យវាយអាវ៉ាន់ហ្នឹងដើម្បីចេញដំណើរទៅដែរដោយសារតែមេឃចិត្តល្ងឹតផងហើយណាមួយត្រូវធ្វើកន្លែងហ្នឹងសម្រាប់សម្រាកយប់ឡើងទៀតពេលដែលពួកគាត់កំពុងតែដើរទៅហ្នឹងគឺឃើញកន្លែងទួលមួយដែលសម្បូរដានជើងសត្វហ្នឹងច្រើនមែនទែនប៉ុន្តែអត់មានតាពាំងអត់មានថ្លុកអីទេអ៊ំយ៉ាតវិញគាត់ឆ្ងល់គាត់សួរទៅអំផាតថាអត់មានបឹងអត់មានតាពាំងអីទេហើយក៏ដានជើងសត្វច្រើនម្លេះមានតែផុកហ្នឹងពេលហ្នឹងអំផាតនោះវិញគាត់ឆ្លើយទៅអ៊ំយ៉ាតភ្លាមដែរគាត់ថាកន្លែងហ្នឹងហើយកន្លែងដែលសត្វមកស៊ីដីអ៊ំយ៉ាតគាត់សើចមកទៅហឹងហ្មងពេលដែលគាត់ស្ដាប់ឮសត្វស៊ីដីហើយគាត់ក៏បាននិយាយទៅវិញដែរគាត់ថាធ្លាប់តែឮសត្វស៊ីស្លឹកឈើស៊ីសបកឈើ
ឥឡូវមានសត្វព្រៃស៊ីដីទៀតគាត់ក៏និយាយចឹងឲ្យសើចមកទៅហឹងទៅពេលហ្នឹងតានឿនគាត់ក៏បាននិយាយមួយម៉ាត់វិញគាត់ថាដើរមួយព្រានព្រៃដើរសត្វតែមួយគ្រូអាគុំយូរហើយអត់ស្គាល់អាហ្នឹងហើយគេហៅដីច្រាបកន្លែងហ្នឹងហើយដែលសត្វវាតែងមកលិតមកស៊ីមកដេកហ្នឹងគ្រាន់តែឮដីច្រាបភ្លាមគាត់ក៏បានឆ្ងល់ហើយសួរទៅតានឿនដែរគាត់សួរថាដីច្រាបហ្នឹងវាឆ្ងាញ់ប៉ុណ្ណាបានសត្វវាចេះតែនាំគ្នាមកស៊ីមកលិតហ្នឹងហើយដីច្រាបហ្នឹងវាមានន័យថាម៉េចដីច្រាបហ្នឹងវាខ្លាំងប៉ុណ្ណានៅក្នុងព្រៃហ្នឹងបានសម្បូរសត្វមកម្លេះតានឿនគាត់ក៏បានឆ្លើយទៅវិញដែរគាត់ថាដីច្រាបហ្នឹងគឺជាដីមួយដែលវាមានជាតិរ៉ែនៅក្នុងហ្នឹងអញ្ចឹងហើយបានធ្វើឲ្យសត្វក្នុងព្រៃទាំងអស់ហ្នឹងវាតែងតែមកស៊ីមកលិតមកដេកកន្លែងហ្នឹងដើម្បីយកជាតិរ៉ែដែលចេញពីដីហ្នឹងទៅចិញ្ចឹមរាងកាយផងវាទាំងស្បែកទាំងឆ្អឹងហ្នឹងឲ្យវាមានសុខភាពរឹងមាំហើយចំពោះដីច្រាបនេះវិញផងដែរបើនិយាយពីរឿងខាងមុនអាគុំខាងអ្នកដើរព្រៃវិញគឺបកាយលេខ1ហើយគេអាចយកវាហ្នឹងមកប្រើការក្នុងការដោះអំពើដោះអំពាន់ក្នុងការប្រសាបមុនខ្មៅជាតិពិសេសហ្នឹងគឺការការពារខ្លួនពីក្នុងព្រៃហ្នឹងតែម្ដងឲ្យតែអ្នកចេះវិជាអាគមគេតែងតែយកដីហ្នឹងដាក់ជាប់ខ្លួនឬមានបញ្ហាអីគេរត់មកកន្លែងដីហ្នឹងហើយពេលដែលមកដល់ដីច្រាបឬក៏មានដីច្រាបក្នុងខ្លួនហ្នឹងវាស្រួលដល់គ្រូមុនអាគមឬអ្នកចេះវិជាអាគមទាំងអស់ហ្នឹងរៀបចំធ្វើពិធីដើម្បីសូត្រមន្តគាថាគេសម្រាប់បង្ក្រាបពួកអមនុស្សឬពួកបិសាចហ្នឹងហើយនឹងការពារខ្លួនគេហ្នឹងបានយ៉ាងងាយស្រួលហើយពួកហ្នឹងក៏អត់ហ៊ានមកដែរចំពោះគ្រូអាគមវិញនៅពេលដែលគេរៀបចំពិធីឬក៏គេយកដីច្រាបហ្នឹងមកប្រើគេតែងតែឧបកិច្ចដីច្រាបហ្នឹងទៅជាអំបិលដើម្បីប្រើក្នុងពិធីហ្នឹងហើយបើនិយាយពីវិទ្យាសាស្ត្រវិញដីហ្នឹងគឺវាមានជាតិរ៉ែអំបិលឬក៏វាមានជាតិប្រៃហ្នឹងពេលដែលសត្វស៊ីទៅគឺអាចចិញ្ចឹមសរីរាង្គកាយក្នុងខ្លួនវាហ្នឹងឲ្យបានរឹងមាំល្អពេលដែលពួកគាត់កំពុងតែដើរសួរនាំគ្នានឹងនិយាយគ្នាលេងហ្នឹងវាចេញពីដីច្រាបហ្នឹងប្រហែលជា7-8គីឡូហើយអំផាតគាត់មើលមេឃទៅវារៀងល្ងាចដែរហើយអញ្ចឹងខ្លាចរៀបចំកន្លែងដេកហ្នឹងអត់តាន់គាត់ក៏បានរើសទីតាំងដើម្បីធ្វើរៀនសម្រាប់ហើយរៀនដែលធ្វើហ្នឹងគឺធ្វើ2ទល់មុខគ្នាគឺអត់ដេកជុំគ្នាទេពីព្រោះគ្នាច្រើនអញ្ចឹងហើយយើងធ្វើរៀនជា2ទៅដាក់មកខាង3នាក់ទៅសម្រាប់ហ្នឹងពេលដែលគាត់ធ្វើរៀនធ្វើអីរួចរាល់អស់គាត់ក៏បានឲ្យអ្នកទាំងអស់គ្នាហ្នឹងហូបបាយហូបទឹកឲ្យហើយពីថ្ងៃហ្នឹងហើយមួយទៀតនោះការបត់ដៃបត់ជើងគឺបត់ឲ្យហើយពីថ្ងៃយប់ឡើងហ្នឹងគឺអត់ឲ្យចុះមកពីណាក៏ដោយគឺអត់ឲ្យចុះមកក្រោមដាច់ខាតក្រោយពីបាយទឹកអីរួចរាល់អស់បត់ដៃបត់ជើងឲ្យហើយវារៀងល្ងាចប្រលប់ដែរហើយក៏ចាប់ផ្ដើមនាំគ្នាឡើងលើរៀនហ្នឹងដើម្បីសម្រាកមុននឹងឡើងទៅសម្រាកហ្នឹងគាត់ក៏បាននិយាយបញ្ជាក់បន្ថែមមកច្បាស់ទៀតដែរគាត់ថានៅយប់នេះក្នុងក្រុមយើងនឹងមានអ្នកស្គាល់បងប្អូនឬឪពុកម្ដាយណាមកហៅឲ្យចុះឬប្រាប់ថាមានការសំខាន់ប៉ុណ្ណាក៏ដោយគឺមិនអាចចុះពីរៀននឹងបានទេហើយមួយវិញទៀតក៏ភ្លើងក៏មិនអាចបាញ់តែប្រទេសតែផ្ដាស់ដែរគឺទុកនៅជាប់ខ្លួនឲ្យស្រួលចាំឮសម្ដីចេញពីមាត់គាត់ថាឲ្យចុះឬក៏បាញ់ចាំធ្វើតាមគាត់បើគាត់មិនទាន់និយាយទេកុំធ្វើឲ្យសោះក្រោយពីគាត់បានប្រាប់យ៉ាងលម្អិតហើយក៏នាំគ្នាឡើងលើរៀននឹងសម្រាប់រៀងខ្លួនទៅដោយសារតែក្នុងព្រៃសម្បូរដើមឈើច្រើនហើយខ្យល់ត្រជាក់ស្រួលទៀតការធ្វើដំណើរពេញមួយថ្ងៃហ្នឹងគឺវាអស់កម្លាំងមែនទែនធ្វើឲ្យអាងារហ្នឹងបានដេកលក់ហើយចំណែកអាក្រិននៅមួយអំផាតនេះក៏វាដេកលក់ដែរអញ្ចឹងខាងអំផាតនេះសល់តែអំផាតជាមួយអំយ៉ានទេហើយខាងនោះគឺសល់ឪអាគួយហ្នឹងជាមួយនឹងតានឿនគាត់អង្គុយជក់បរិយនិយាយលេងមួយឪអាគួយមកទទូសគាត់ក៏បានប្រាប់ឪអាគួយនឹងឲ្យសម្រាកទៅទុកគាត់ជាអ្នកយាមហើយចំណែកឯអំផាតជាមួយអំយ៉ាតនេះគាត់អង្គុយយាមស្រាប់ហើយក៏អង្គុយជក់បរិយនិយាយគ្នាលេងជាមួយពួកម៉ាក់គាត់នឹងទៅក្រោយពីពួកគាត់អង្គុយនិយាយគ្នាលេងអស់រយៈពេលជាច្រើនម៉ោងមកសំឡេងសត្វក្នុងព្រៃនឹងចេះតែរំពងឮទៅពេញតែព្រៃហ្នឹងហើយដោយសារព្រៃធំផងហើយសត្វក៏វាច្រើនទៀតចឹងធ្វើឲ្យពួកគាត់នឹងស្ដាប់ឮតែសំឡេងសត្វទេគាត់ក៏អង្គុយជក់បរិយលេងអស់ពី3ដើមដែរនៅពេលដែលយប់ជ្រៅពាក់កណ្ដាលអាធ្រាត្រហ្នឹងគឺមេឃចាប់ផ្ដើមហប់ហើយលេងធ្លាក់ខ្យល់ត្រជាក់ដូចមុនទៀតហើយសំឡេងសត្វដែលយំក្នុងព្រៃហ្នឹងគឺចាប់ផ្ដើមស្ងាត់មួយរំពេចហ្នឹងពេលដែលមេឃហប់ខ្លាំងហើយសត្វលេងយំហ្នឹងអំផាតគាត់ក៏បានប្រាប់ទៅតានឿនដែរថានៅមើលខាងហ្នឹងឲ្យស្រួលបួលមានកាយកុំចុះឲ្យសោះគ្រាន់តែអំផាតនិយាយប៉ុណ្ណឹងតានឿនគាត់យល់ហើយពីព្រោះគាត់ធ្លាប់ដើរព្រៃជាមួយអំផាតហើយគាត់ក៏ជាអ្នកចេះមុនវិជាអាគមនឹងតិចតួចដែរអញ្ចឹងហើយគាត់យល់ថាអំផាតចង់និយាយពីអីហើយក្រោយពីពួកគាត់និយាយគ្នាចប់មួយសន្ទុះធំហ្នឹងគឺចាប់ផ្ដើមឮសំឡេងសត្វជ្រូកព្រៃហ្នឹងរំពងពេញព្រៃហើយក្រោយពីឮសំឡេងជ្រូកព្រៃយំបានមួយសន្ទុះហើយគឺឮសំឡេងសត្វខ្លាធំហ្នឹងក្រហឹមចេញពីក្នុងព្រៃហ្នឹងមកតែម្ដងគ្រាន់តែឮសំឡេងខ្លាចេញមកពីក្នុងព្រៃហ្នឹងអំផាតគាត់ដឹងក្នុងចិត្តគាត់ហើយថាអ្នកណាជាអ្នកមកហើយមេឃដែលកំពុងតែហប់ក្តៅស្អុះស្អាប់ហ្នឹងប្រែคล้ายត្រជាក់មួយរំពេចហើយសំឡេងដែលគាត់ឮហ្នឹងគឺរំកិលមកគៀកពួកគាត់ហ្នឹងកាន់តែគៀកទៅហើយ
សំឡេងនឹងមកចិត្តដល់កន្លែងដែលគាត់ដេកហ្នឹងគឺស្ងាត់ឈឹងតែម្ដងគឺលេងមានសំឡេងខ្លាក្រហឹមសំឡេងជ្រូកទៀតហើយអញ្ចឹងគាត់ដឹងហើយក្នុងចិត្តគាត់ហ្នឹងគាត់ក៏បានប្រាប់ទៅអ៊ំយ៉ាតដែរគាត់ថាប្រុងប្រយ័ត្នឲ្យមែនទែនគេមកហើយចំណែកតានឿនក៏គាត់បានប្រាប់ដែរពេលហ្នឹងតានឿនថាអត់អីទេគាត់ដឹងធ្វើម៉េចហើយបន្ទាប់ពីសំឡេងខ្លានិងសំឡេងជ្រូកបានបាត់ទៅមួយសន្ទុះធំហ្នឹងគឺឃើញមានយាយចាស់ម្នាក់ដើរទូលអស់មកហើយសួរពួកគាត់ថាផ្លូវណាចេញទៅភូមិវិញគាត់មកកាប់អស់ហ្នឹងគឺបង្វែងព្រៃហើយជួយប្រាប់ផ្លូវគាត់ផងអ៊ំផាតគាត់បាននិយាយទៅវិញដែរគាត់ថាគាត់អត់ដឹងទេហើយមកផ្លូវណាទៅវិញផ្លូវហ្នឹងទៅពេលហ្នឹងយាយចាស់ហ្នឹងបានសួរគាត់ទៀតថាបើក្មួយឯងអត់ស្គាល់ទេពួកក្មួយឯងចូលមកតាមផ្លូវណាបានមកដល់ហ្នឹងអ៊ំផាតស្រែកទៅប្រាប់អ៊ំយ៉ាតជាមួយនឹងតានឿនភ្លាមថាអត់មានឲ្យនិយាយស្ដីទាំងអស់ហើយកាន់កាភ្លើងឲ្យជាប់ដៃហាមហៅឡើងមកពេលហ្នឹងយាយនឹងទៅសួរតានឿនគាត់អត់ឆ្លើយទេហើយក៏សុំតានឿននឹងឡើងទៅដេកដែរថាគាត់វង្វេងផ្លូវហើយមិនអាចរកផ្លូវទៅផ្ទះបានទេអញ្ចឹងយប់ហ្នឹងគាត់សុំដេកនឹងមួយយប់ដែរចាំព្រឹកឡើងចាំគាត់រកផ្លូវទៅខ្លួនឯងអ៊ំផាតគាត់ឆ្លើយកាត់តានឿនភ្លាមគាត់ថាអត់ឲ្យឡើងទេបើហ៊ានឡើងមកគាត់បាញ់ហើយមកផ្លូវណាទៅវិញផ្លូវហ្នឹងទៅសុំអ៊ំយ៉ានឡើងដេកក៏អ៊ំយ៉ានអត់និយាយជាមួយសុំតានឿនក៏តានឿនអត់និយាយជាមួយអញ្ចឹងធ្វើឲ្យយាយនឹងដើរទូលអស់កលឹងពេញដើមឈើហ្នឹងឯងអ៊ំផាតគាត់លេងនិយាយជាមួយហើយគឺគាត់លើកកំភ្លើងហ្នឹងភ្ជង់ហើយគាត់បាញ់ទៅដីមកគ្រាប់គ្រាន់តែគាត់បាញ់មកគ្រាប់ហ្នឹងហើយធ្វើឲ្យយាយនឹងឈោសម្លក់អ៊ំផាតហ្នឹងខ្លាំងមែនទែនគឺលេងនិយាយលេងស្ដីហើយចំណែកឯអ្នកដេក3អ្នកទៀតនោះវិញក៏ភ្ញាក់ដែរអ៊ំផាតគាត់និយាយទៅមួយម៉ាត់ទៀតដែរគាត់ថាបើមិនចេញទេគ្រាប់នេះគាត់បាញ់ឲ្យត្រូវមែនទេហើយគាត់ក៏បានលើកកំភ្លើងគាត់នឹងមកហើយគាត់សូត្រមន្តអាគមគាថាគាត់នឹងរួចគាត់បាញ់បច្ឆានឹងមកគ្រាប់ទៀតពេលដែលបាញ់មកគ្រាប់ទៀតធ្វើឲ្យយាយនឹងទម្លាក់អស់ហើយដើរចេញទៅបាត់គាត់ស្រែកប្រាប់តានឿនថាត្រូវមើលខាងនោះឲ្យមែនទេកុំឲ្យមានអ្នកណាចុះដីឲ្យសោះហើយពួកគាត់ក៏អង្គុយនៅលើរៀននឹងចាំបន្តទៀតទៅចំណែកអាងាវិញវាឃើញអាគួយអញ្ចឹងវាខំស្រែកហើយអាគួយនឹងខ្លាំងមែនទេធ្វើឲ្យអាគួយនឹងចុចពិលទៅតាមរកពេលដែលចុចទៅឃើញអាគួយកំពុងតែដើរគៀនដើមឈើនឹងគាត់ក៏បានស្រែកហៅដែរប៉ុន្តែវាអត់ឆ្លើយតបជាមួយគាត់ទេវាគិតតែពីដើរទៅដើរមកហ្នឹងអ៊ំផាតគាត់ឃើញអញ្ចឹងគាត់ស្រែកប្រាប់តានឿនឲ្យចាប់អាគួយនឹងឲ្យចាប់កុំឲ្យចុះពីរៀនឲ្យសោះគាត់ក៏បានលើកកំភ្លើងជាមួយនឹងអ៊ំយ៉ាតតម្រង់ទៅក្បែរអាគួយហើយគាត់បាញ់ប្រអើលទៅពេលដែលគាត់បាញ់ពី3គ្រាប់ហ្នឹងហើយបានធ្វើឲ្យវាហ្នឹងលេងដើរហ្នឹងហើយគឺវាដើរចូលទៅព្រៃបាត់មួយសន្ទុះអាគួយឃើញអ៊ំផាតអ៊ំយ៉ាតបាញ់ទៅក្បែរកូនគាត់ចាប់ផ្ដើមយំហើយគាត់ស្រែកយំមកថឹងគាត់ថាទៅបាញ់កូនគាត់ធ្វើអីក្រែងមករោវាហើយវាឡើងមកចាំបាច់បាញ់វាធ្វើអីដោយសារតែអារម្មណ៍គាត់ច្បោកច្បល់ផងហើយគាត់ឃើញកូនទៀតអញ្ចឹងគាត់អត់ដឹងថាកូនគាត់ស្លាប់ឬរស់ទេគាត់គិតថាកូនគាត់នៅរស់ហើយអញ្ចឹងពេលឃើញអ៊ំផាតជាមួយអ៊ំយ៉ាតនឹងបាញ់ទៅធ្វើឲ្យគាត់នឹងភ័យខ្លាចត្រូវកូនហើយគាត់ស្រែកយំផងអីផងគាត់អង្វរថាកុំបាញ់កូនគាត់ហើយវាឡើងមកតានឿននោះវិញគាត់ខាត់លេងស្ដាប់ហ្នឹងគាត់ក៏បានស្រែកទៅវិញដែរគាត់ថាមិនមែនអាគួយទេហ្នឹងគឺជាព្រាយដែលកាឡាខ្លួនខ្លាចជាមនុស្សហ្នឹងតែចុះទៅវាស៊ីបាត់លើហើយទោះបីអ៊ំផាតជាមួយតានឿនប្រឹងស្រែកប្រឹងប្រាប់បញ្យលប៉ុណ្ណាក៏គាត់ស្ដាប់លេងចូលតិចដែរដោយសារតែអារម្មណ៍ផងគាត់ហ្នឹងបានស្រឡាញ់កូនគាត់ខ្លាំងហើយឃើញកូនគាត់ហ្នឹងដើរនៅដីហ្នឹងទៀតអញ្ចឹងគាត់គិតតែស្រែកហៅឲ្យវាឡើងលើទាំងដែលវាហ្នឹងមិនបានឆ្លើយតបជាមួយគាត់គិតតែពីដើរទៅដើរមកក្នុងព្រៃហ្នឹងអ៊ំផាតគាត់អត់ដឹងជួយមិនទេពីព្រោះគាត់នៅរៀនមួយទៀតអញ្ចឹងគាត់មានតែស្រែកហាម5មិនឲ្យចុះទៅដីឲ្យនៅលើរៀននឹងទាំងអស់គ្នាទើបរក្សាជីវិតនឹងបានតែចុះទៅគឺចប់ហើយគាត់ជួយលេងកើតហើយអាគួយជាមួយនឹងយាយចាស់ដែលទូលអស់តែងតែដើរមកក្បែរព្រៃហ្នឹងគឺត្រូវអ៊ំផាតអ៊ំយ៉ាតនឹងបាញ់ឲ្យផ្អើលទៅវិញបាត់ហើយគាត់ជាមួយអ៊ំយ៉ាតក៏បានចុចពិលមកមើលរៀនតានឿននឹងដែរពេលដែលចុចមកហ្នឹងឃើញតែតានឿនជាមួយនឹងអាគួយទេតែបាត់អាងាគាត់អត់ដឹងថាអាងាទៅណាពេលហ្នឹងគាត់ស្រែកសួរអាងាវាទៅណាហើយតានឿនងាកមកបាត់អាងាពេលចុចពិលទៅក្រោមគឺឃើញអាងានឹងនៅក្រោមគាត់ក៏បានស្រែកទៅសួរអាងាភ្លាមដែរគាត់ថាចុះទៅធ្វើអីហើយពីណាឲ្យចុះវាបានឆ្លើយមកវិញថាតានឿនអ្នកឲ្យវាចុះតានឿនប្រាប់វាមិញហ្នឹងឲ្យវាចុះមកអ៊ំផាតគាត់ដឹងតែគាត់អត់និយាយទេគាត់ថាមានតែព្រាយទេអ្នកហៅវាចុះហ្នឹងពីព្រោះតានឿនដើរព្រៃជាមួយគាត់មកយោហើយមិនអាចឲ្យវាចុះក្នុងសភាពការបែបហ្នឹងទេគាត់ក៏ដឹងដែរថាមានតែព្រាយទេដែលអាចសណ្ដំចិត្តវាហើយបន្លំធ្វើជាសំឡេងតានឿនហ្នឹងហៅវាចុះទៅគាត់ក៏បានស្រែកហៅវាហ្នឹងឡើងមកវិញឲ្យលឿនដែរតែដោយសារតែអំណាចនៃព្រាយហ្នឹងបានគ្រប់គ្រងលើវាហើយគឺវាលេងស្ដាប់ហើយវាគិតតែពីដើរទៅរកអាគួយហើយគាត់ស្រែកហៅមិនក៏វាលេងឆ្លើយលេងតបដែរគាត់បានយកកំភ្លើងហ្នឹងបាញ់ទៅក្បែរជើងវា2គ្រាប់ដើម្បីបញ្ញក់ស្មារតីឲ្យវាមកវិញដោយសារតែអំណាចព្រាយហ្នឹងបានគ្រប់គ្រងលើរាងកាយវាហើយអញ្ចឹងវាលេងស្ដាប់ឮអ្នកនៅលើហ្នឹងហៅវាទៅវិញហើយ
គឺវាស្ដាប់ឮតែអាគួយហ្នឹងហៅវាទៅមុខឯងវាក៏ប្រឹងដើរទៅមុខរហូតទៅតាមសំឡេងអាគួយហៅហ្នឹងពេលដែលវាដើរជិតដល់កន្លែងអាគួយក្នុងព្រៃរៀងរងឹតហ្នឹងគឺឮវាស្រែកពីរម៉ាត់យ៉ាងខ្លាំងគឺវាស្រែកថាខ្មោចហើយវាបានយកកំភ្លើងនៅដៃវាហ្នឹងបានបាញ់ទៅមុខហ្នឹង2គ្រាប់ហើយវាក៏បានបាញ់3គ្រាប់មកលើពួកអំផាតដែលនៅលើធ្នើហ្នឹងដែរដោយសារតែវាមើលមកលើធ្នើហ្នឹងគឺសុទ្ធតែខ្មោចពេលហ្នឹងបានធ្វើឲ្យពួកគាត់នឹងមានម្នាក់រងរបួសចំស្មាគឺឪអាគួយអំផាតជាមួយអំយ៉ាតក៏បានសម្រេចចិត្តបាញ់វានឹងដើម្បីទម្លាក់កំភ្លើងពីដៃដែរបើសិនឲ្យវាមានកំភ្លើងក្នុងដៃអ្នកនៅលើអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតពួកគាត់ក៏បានបាញ់បន្ថែមពី3គ្រាប់នឹងក្បែរជាអាងាដែរដើម្បីឲ្យព្រលឹងព្រាយដែលស្ថិតក្នុងខ្លួនវានឹងផ្អើលចេញប៉ុន្តែវាអត់មានបានលទ្ធផលអីទេដោយសារតែព្រាយនឹងវាមានឫទ្ធិអំណាចផងវានឹងខ្លាំងពេកហើយពួកគាត់ក៏អត់បានជួយអាងាបានដែរក្នុងពេលហ្នឹងគឺត្រូវព្រលឹងព្រាយដែលសន្ធិដ្ឋនឹងនាំវាចូលទៅក្នុងព្រៃហើយចំណែកឯយាយចាស់ដែលតែងទទួលអស់មកសួរពួកគាត់ហ្នឹងក៏បានចេញពីព្រៃហ្នឹងមករកគាត់ម្ដងទៀតដែរគ្រាន់តែអំផាតឃើញគាត់បានប្រាប់ទៅតានឿនជាមួយនឹងអំយ៉ាតដែរពេលយាយនឹងមកដល់គៀកខ្លួនពេលណាលើកកំភ្លើងតម្រង់ទៅបាញ់ព្រមគ្នាពេលហ្នឹងយាយនឹងក៏បានដើរមកដល់ពួកគាត់ក៏អត់បាននិយាយច្រើនដែរគឺតម្រង់កំភ្លើងបាញ់ទៅយាយនឹងព្រមគ្នាតែម្ដងតបពីបាញ់ត្រូវយាយនឹងហើយបានធ្វើឲ្យគាត់ប្រែរូបរាងកាយទៅជាសត្វខ្លាដំបងមួយយ៉ាងធំរួចឈរសម្លឹងមើលពួកគាត់ពីក្រោមទៅលើហ្នឹងពួកគាត់ក៏បានបាញ់បន្ថែមក្បែរនឹងចំនួន3ទៅ4គ្រាប់ទៀតដែរទើបធ្វើឲ្យខ្លាហ្នឹងដើរចូលមកក្នុងព្រៃវិញបាត់លុះដល់ព្រឹកឡើងពួកគាត់ក៏បានរៀបចំអីវ៉ាន់ហ្នឹងប្រញាប់ចេញមកភូមិវិញដែរដោយសារតែពួកគាត់មិនអាចនៅក្នុងនឹងបានទៀតទេហើយគាត់ក៏បានប្រាប់ទៅឪអាគួយដែរថាមិនបាច់តាមរកអាពីរអ្នកនឹងទៀតទេវាត្រូវខ្លាស៊ីបាត់ហើយព្រលឹងពួកវាក៏ត្រូវបានព្រាយនឹងយកទៅគ្រប់គ្រងដែរអញ្ចឹងមានតែត្រឡប់មកភូមិវិញទេពេលហ្នឹងឪអាគួយក៏បានយល់ពីសាច់រឿងគាត់ក៏បាននៅក្នុងហេតុការណ៍ហ្នឹងដែរអញ្ចឹងគាត់ក៏យល់ព្រមតាមអំផាតក៏ឈប់បខំអំផាតហ្នឹងឲ្យទៅរកកូនគាត់ទៀតដែរពេលដែលពួកគាត់បានមកដល់ភូមិវិញក៏យកសាច់រឿងទាំងអស់ហ្នឹងមកប្រាប់អ្នកភូមិហើយហាមឃាត់អ្នកភូមិហ្នឹងមិនឲ្យមានអ្នកណាហ្នឹងចូលទៅបរបាញ់សត្វក្នុងព្រៃជ្រៅហ្នឹងទៀតទេព្រាយខ្លាព្រាយជ្រូកនេះគឺមិនមែនមានតែឥឡូវនេះទេគឺវាមានតាំងពីបរមបុរាណមកហើយវាក៏ជារឿងពិតដែរហើយព្រាយខ្លាព្រាយជ្រូកនេះគឺតែងតែរស់នៅក្នុងព្រៃជ្រៅព្រៃធំហើយពាក្យថាព្រាយខ្លានេះមិនមែនខ្លាហ្នឹងคล้ายទៅជាព្រាយទេដោយសារតែខ្លាហ្នឹងវាខ្លាំងរួចបាត់ទៅហើយក្នុងព្រៃហ្នឹងអញ្ចឹងហើយធ្វើឲ្យពួកអមនុស្សហ្នឹងឡើងទៅកាន់លើវាថែមទៀតនៅពេលដែលពួកអមនុស្សបានកាន់លើវាហ្នឹងហើយគ្រប់គ្រងលើវាហ្នឹងហើយបានធ្វើឲ្យវាហ្នឹងមានឫទ្ធិអំណាចកាន់តែខ្លាំងទាំងការពារខ្លួនទាំងការដឹកនាំហើយជ្រូកដូចគ្នាជ្រូកនឹងវាខ្លាំងក្នុងវងវាហើយអញ្ចឹងហើយបានធ្វើឲ្យពួកអមនុស្សនឹងឡើងទៅកាន់លើវាពេលអមនុស្សបានកាន់លើវាគ្រប់គ្រងលើវាហើយបានធ្វើឲ្យវានឹងមានឫទ្ធិអំណាចខ្លាំងក្នុងការការពារខ្លួនវាផងនិងការដឹកនាំក្នុងវងជ្រូកនឹងផងហើយចំពោះបងប្អូនមួយចំនួននឹងគាត់បាននិយាយថាមានគ្រូមន្តអាគមខ្លះនឹងអាចសម្លាប់ព្រាយខ្លាបានមានព្រានព្រៃដ៏ខ្លាំងខ្លះនឹងអាចសម្លាប់ព្រាយជ្រូកបានគឺវាមិនមានទេបងប្អូនដោយសារតែខ្ញុំធ្លាប់សួរគ្រូអាគមខ្លាំងដែរគឺគេមិនងាយធ្វើពួកវាបែកទេដោយសារតែពួកវានឹងគឺជាអ្នកខ្លាំងក្នុងព្រៃទៅហើយចំពោះរឿងព្រាយខ្លានេះវិញអ្នកចូលព្រៃមិនថាគ្រូអាគមមិនថាព្រានព្រៃគ្មានពីណាប៉ងចង់ជួបទេគេទៅសំតសុករៀងខ្លួនទេតែបើសិនជាព្រាយជ្រូកឬគេហៅថាជ្រូកខ្លាំងក្នុងវងហ្នឹងគឺគេតែងតែជួបហើយដោយសារតែពួកវាត្រូវដឹកនាំកូនវងវាហ្នឹងដើររកស៊ីចំណីក្នុងព្រៃហ្នឹងហើយពេលដែលគេជួបហ្នឹងគេមិនដែលទៅប៉ះពាល់វាផងសំបីតែកូនហ្វូងក្នុងការគ្រប់គ្រងផងវាហ្នឹងគេមិនដែលបាញ់ទេបើគេបាញ់ពួកអាដាច់ពីហ្វូងធំហ្នឹងមកអាហ្នឹងគេបាញ់ហើយចំពោះព្រានព្រៃដែលគេទៅរកសត្វទៅហើយនៅពេលខ្លានិងជ្រូកនឹងវាងាប់ហ្នឹងគឺវាងាប់ដោយខ្លួនឯងមិនមានកបិតបថៅឬក៏កំភ្លើងណាទៅបាញ់វាងាប់ទេដោយសារតែវាហ្នឹងអស់អាយុចាស់ហើយអញ្ចឹងគេហៅងាប់ដោយតៃសាហើយពេលដែលវាងាប់ហើយហ្នឹងព្រាយដែលកាន់វាហ្នឹងគឺទៅរកអាថ្មីទៀតដើម្បីកាន់ហើយដើម្បីស្នងហើយចំពោះជ្រូកវិញវាបានរើសកូនពងវាក្នុងនឹងអាប៉ាកែហ្នឹងដើម្បីស្នងតំណែងវាហើយព្រាយដែលកាន់វាហ្នឹងក៏សម្លឹងឃើញអាខ្លាំងក្នុងវងហ្នឹងដែរដើម្បីទៅកាន់បន្តទៀត